បាទជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី404 Project ខេត្រឡប់មកបងស្រីវិញអរគុណមែនតើបងជាដំបងអរគុណហើយក៏សួស្ដីបងដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយថ្ងៃនេះប្រហែលជាមានម៉ានរឿងដែរបងមាន3រឿងបងណាដំបងថាតែ2រឿងឯងក៏អត់ចង់និយាយរឿងប្អូនបង្កើតខ្លួនឯងដែរអញ្ចឹងទៅតែពេលមកហ្នឹងអង្គុយបងអង្គុយចាំហ្នឹងអង្គុយក៏បើ2រឿងអត់សមទេមកដល់ហ្នឹងហើយដាក់3ហ្មងទៅតែក៏ពិតបងនិយាយមែនណាបងអត់ចង់និយាយរឿងប្អូនរបស់បងពិតមែនណាបងអត់ចង់និយាយពិតមែនតាំងពីដើមអើយមកម៉េចបាទបើសិនជាចង់និយាយបងត្រូវនិយាយតាំងពីបងខលចូលម៉េចអូដោយសារហេតុការណ៍កាត់យកដែរហើយចាតែតែពេលដឹងមិនមកអង្គុយហ្នឹងចេះតែមានអារម្មណ៍ឲ្យចង់និយាយអាចដែរឯងលោកគាត់ចង់ឲ្យនិយាយដឹងបងអញ្ចឹងខ្ញុំសុំនិយាយនៅក្នុង live តិចណាបាទបងអូនរបស់ខ្ញុំហ្នឹងឈ្មោះ Brown អញ្ចឹងបើសិនជាអ្នកមើលនៅក្នុងនឹងបានស្គាល់បងអូនខ្ញុំអីសុំបេះដូងប្រថ្នោតមួយអ្នកអត់ស្គាល់ក៏សុំបេះដូងប្រថ្នោតមួយដែរពីព្រោះរឿងហ្នឹងខ្ញុំពិតជាអត់ដែលចង់និយាយពិតមែនព្រោះជារឿងបងអូនបង្កើតរបស់ខ្ញុំបាទអញ្ចឹងសង្ឃឹមថាទស្សនិកជនទាំងអស់គ្នាផ្ញើបេះដូងប្រថ្នោតឲ្យបងអូនខ្ញុំម្នាក់មួយឬក៏ច្រើនផងអរគុណបាទអូខេចឹងបងសំពោះសាច់រឿងទី1បងគិតថាយកសាច់រឿងមួយណាដើម្បីចែកម្លែកដែររឿងតាំងពី23ឆ្នាំមុនបងអាយុ13ឆ្នាំ23ឆ្នាំមុនបាទរឿងនៅកំពង់សោមបាទជំនាន់ហ្នឹងឲ្យតាប្រឡងចប់ទី12អីចឹងគេដឹងថាសុំប៉ាម៉ាក់គេតលេងកំពង់សោមអីទៅបងចដូនមួយបងហ្នឹងគាត់ប្រឡងចប់ទី12គាត់សុំប៉ាម៉ាក់គាត់ហ្នឹងតលេងកំពង់សោមជុំពួកម៉ាក់ជួលឡានជំនាន់ឡានពណ៌លឿងប្រហែលដណ្ដប់ក៏អីហ្នឹងបាទទៅក៏ប៉ាម៉ាក់គាត់មីងបងថាចេះអត់ឲ្យទៅទេកូនស្រីផងបើចង់ទៅហៅប្អូនហៅអីទៅគាត់ក៏យកបងទៅហើយពេលបងនៅក្មេងហ្នឹងពេលដែលវ៉ាកងបងអ្នកបាត់ដំបងនឹងស្រាប់អីពេលដែលវ៉ាកងបងឡើងមកលេងម៉ាក់បង2ខែនៅពេញវ៉ាកងធំគេឲ្យឈប់2ខែគាត់បើកជិះឡានឈ្នួលនឹងជួលមួយក្រុមពួកម៉ាក់គាត់នឹងពីបាត់ដំបងមកចូលយកបងនៅពេញហើយបានតទៅកំពង់សោមហើយពីមុនទៅវាមិនមែនដូចយើងឥឡូវពេលមុនទៅអីយើងសិតតែរៀបកាលវិភាគរកកន្លែងស្នាក់នៅរកអីគឺទៅដល់បានរហ្មងហើយមួយទៀតយើងពឹងទៅលើតកង់ឡានគេស្គាល់គេនាំទៅហើយដឹងស្រាប់ហើយជំនាន់មុនតកង់ឡានដាក់ភ្ញៀវនៅណាគេបានទឹកតែនៅហ្នឹងបាទចូលបាយនៅណាបានទឹកតែនៅហ្នឹងហើយបានទៅដាក់ភ្ញៀវទេសនៈណាទេសនៈហ្នឹងគេឲ្យខ្លះមកនៅរបៀបហូស៊ីរបស់គេអញ្ចឹងណាក៏បានដែរតនស្រាប់តែពេលហ្នឹងទៅដល់កំពង់សោមអីឈប់ឡានអីម្នាក់ចុះពីលើឡានមកគាត់ចុះមួយគេព្រាតហ្មងផ្ទះជុំវិញហ្នឹងគេរត់ចាញ់មកមើលគ្រប់គ្នាហ្មងគេបើកទ្វារចាញ់មកមើលអាឡានដែលពួកបងជិះហ្នឹងចុះពីលើឡានហ្នឹងគេមកមើលព្រាតដូចយើងតារាអញ្ចឹងណាហើយបងស្រីបងចរោមួយបងហ្នឹងគាត់ថាចេះជួយមកគេមកមើលយើងអញ្ចឹងពួកម៉ាក់គាត់ចេះមកយើងស្អាតហ្នឹងពួកយើងដូចតារាអញ្ចឹងមិនគេមកមើលអត់តនឹងរឿងហ្នឹងហើយក៏ចេះឆ្ងល់ចេះមិនដែលឃើញអ្នកខេត្តផ្សេងអ្នកកំពង់សោមក៏ដាច់ដាមឯសុំតោះអ្នកកំពង់សោមកាលហ្នឹងនិយាយចឹងមែនអ្នកកំពង់សោមក៏ដាច់ដាមឯឃើញក្មេងៗមករត់ចាញ់មកមើលអត់ដឹងរឿងទៅក៏ចូលទៅផ្ទះសនៈហ្នឹងឈ្មោះកម្មមនតែយូរហើយបងសង្ឃឹមថាម្ចាស់ផ្ទះសនៈអត់ប្តឹងបងណាចូលទៅគេឲ្យគេយកពីបន្ទប់ស្រីមកបន្ទប់ប្រុសមកបន្ទប់ហើយគេឲ្យខុសជាន់គ្នាអញ្ចឹងបងស្រីបងអត់ព្រមទេថាអត់ទេបើមានរឿងអីទៅធ្វើមិនសុំជាន់ដូចគ្នាមកបន្ទប់ខុសគ្នាអត់ចិត្តគ្នាក៏អត់តែសុំជាន់ដូចគ្នាគេទៅភាសាមួយគ្នាគេមកស្ទូស្រាប់តែពេលគេមកវិញគេក៏ដាក់យើងជាន់ជាមួយគ្នាទៅតែមកឆ្ងល់ដល់ឥឡូវថាវាល្មិចបានយកទៅដាក់អាកន្ទប់ដែលមានហ្នឹងមិនក៏មិនព្រមដាក់អាកន្ទប់ដែលអត់បងអត់យល់ដល់ឥឡូវហ្នឹងហើយក៏មិនដឹងទៅសួរអ្នកណាគេដែរស្រាប់តែនាំគ្នាចូលបន្ទប់ហើយអីហើយទុកអីវ៉ាន់ហើយអីហើយក៏នាំគ្នាចុះទៅបាយដើរបងចាំបានដូចជានៅចិត្តផ្សារលើកាលហ្នឹងផ្សារអីមិនដឹងឯងភ្លេចហើយដឹង
mà đông nâng cái miền ấy lụa tràn đào tại nhắm bài tới nè lơ chan máu cái kê mơ một nè đặt tức tay của kê mơ một cái đặt chạy cái vô chan máu cái đặt mỗi cái mơ một dương mùi lơ tức mau mà cái đặt mỗi cái mơ một dương mùi ấy đặt chất nè nát mơ một nè nằng đặt chất nè nát mơ một nè nằng hay dưỡng chập đam chứ lại viêm mến chia đà ra tiết đi bây giờ là đôi sruôn mà chứ nhắm bài hai năm khi mau cả tục bình bộ dương từ bị bắt bóng tròn đal cả bông xám cho nó giúp nghĩa bàn đal tới còn mau cả tục bình tới xây bóng nơi cả tục xây năm khi vậy chạy con cái bật ấy đã khom khăn nào tới bảo miền cá ấy dương tiền cái bật nâng mau cá bia luôn giọt cất thà rương khăm mau tê dương cất thà vì ạ sờ vặt phì ấy chẳng ấy hỏi tới có châu ngụt tức hay bón đăng xa bây tập bón chuột tăng bị tụi châu ngụt tức á bắt tập tức nó vì miền là cho ho tới lời chạy bà lỡ đôi chẳng hai bớt cháu vẫn tay việc bà lo viện miền ở gì nâng ai nâng cái vơ xung rạp bên miền ấy cái lạng châu tới châu lấy bàn nâng ai mà bà lo bón cha tầm mơ cái chạy ôi đừng sruôn mày tê có hụt tranh mà bấy cái anh mà giúp nâng đal prực từ đal prực ở miền đường ấy còn này chẳng mà giúp nâng cho ta lư cric cru nè kra rốt chọc rốt làng chứ đó ăn mò ăn co ấy gì về nâng từ cái bông sao nâng từ kênh pi dục hai pte sẵn nạn nâng co dương bằng lôi cây pi dục hào đài dẹp ta là pel ngơ máu phò cái hiệp vài ván và lý ấy trong đó lan đó hả linh nơi từ dương sấy gì dương trong ta luôn hay nâng cả xanh bộ co môi thà từ ngút tực sầm một dẹp ta pe trong má phò cái gì chứ ôi phải lang từ hiệp cả ai vinh tư cho mau anh miên cái lạnh đê chơi tận đê cái lạnh bong anh nhá nơi cái lạnh rạch vô bong có thưa ca nơi rạch vô nửa bông sao nâng tập về nâng tới có thầy chắc lấy tranh vì nâng sân nó chậm prap xẹp ta là về nâng tới dương còn nâng rương ở đây sấy nó non nên lang riệp cả ai hết chọc màu vinh hiệp của bác lang hết bạn phò kinh gì thì chạy dùng mình bộ anh nhật ban đê tê mà cua bỏ ui cua thuy hay thuy nó vừa miên bà lọ mơ cái bây là ơn mơ ta khơi đập xài gì đôi cái chuột bà đấy trôi chuột bà đấy chứ hay cua thuy phong hay đập bên đây tới nắng bà tóc phỏ biết cái nia tròn đẹp không á thà đạo ven cái nia diềm hay kềnh phụ khla trao tờ bốn ta miên trao nè tới ba thuy mơ ăn miên mà nữ ba thuy mơ ăn miên mà nữ bây nó toàn cua bỏ ui chứ cua thuy sân sẽ đập bên ăn miên mà nữ cực bộ quan nó cực là chạy mình na về một cua lên chứ đó cua ăn là vốn cua bộ vịt mà đòn cua bộ vịt tới bàn bộ quán ăn thì chạy ê đôi mến khmế nha anh tha đôi mến khmế nhá sờ lên mau vào đầu châu đai mà bong ui mà anh nơi không có tung nhóm mày ở đâu nhóm châu chẳng pi prúa crom phò nắng miên bong phò mà nè nắng quát mẹ là cha ấy bàn tay cọt trâu chặt hàng nấng á nên cha hay tin tôi chắc cha cọt miệt thoạt trường bong tiền cọt cha ấy tin tôi chứ cho trâu tới ấy cọt miên có bốn cọt cha áo nè pe nó là mong cha mày mày mẹ ao nhom trâu chẳng bong mày thơ ấy trắng bong ui vậy slow chẳng ai cọt giấy á mau mùi trời chắc bạn mong cùng chứ ngon là chạy rương cây sầm tay mau mất vì ca bất bình chẳng mền lư tầng nè phò lư tầng ni ở tập băng sấy bật top băng sấy ăn miên lư ấy ta chua phò hai tập bên đứng tới bong phò mùi mà nè nó không chân nào nó còn phèm chứ tạm bất dụng mấy nhá bên từ si bài nó cái lùi prap ăn nhà hào ấy vậy ta chẳng ổn đáy hiên kênh nó test nặng nâng đây cái tôm sờ lạp mà nước hào ấy nữa hai tập bên tới có thể tới còn mà lạ rồi chứ hai cho mấy chạy mặt phổ hẹp của anh chắc hay anh sắp chất ta sừng ngâm đây chứ anh mấy hiến prác bà băng lôi cái hay là hay bà băng hay ơi ta đây nè cho chọc đi đập bây giờ ta khmeng nè xong lôi pa mẹ mau nè hay bà chết sẽ tầm miên cầm nọt từng bà mình băng à nứng ta hột ta nè có thể chứ ta sọc chất đây thoám thơ mấy ở đây lụa ta còn nói lông toàn chứ á còn cận chăng giảm miên á mà dùng nó phò ăn ban đây từng nè này thấy to là pel chanh màu chanh pì lơ sorry bong phịch môi tiệt pel là bộ bón rồi bán chanh lang là nữa miền y mà nè bong mà nắng bong khơi to lướt to mà còn đây tao với nha cái môi ấy tròn ban mà giúp cái môi ấy bạc cái bộ cái môi ấy nơi ban mà dùng
បើគេវិញបានតែកន្លះយប់ឯងគេទៅហើយមុនឡើងឡានពួកបងឆ្ងល់ណាដល់ទៅពេលស្ដាប់ពួកប្រុសៗនិយាយហើយលេងឆ្ងល់ហ្មងនឹងរឿងនៅផ្ទះស្នាក់នៅកំពង់សោមឈ្មោះកម្មមនហើយពួកបងនាំគ្នាទៅគេងនៅរ៉ាឌីយ៉ូនៅកំពង់សោមហ្នឹងទៅដែលមិត្តភ័ក្តិរបស់បងមានបងប្អូនឯនៅហ្នឹងណាយប់ទី2យើងគេងនៅរ៉ាឌីយ៉ូនឹងទាំងអស់គ្នានឹងទៅតែទស្សនៈគេដូរឈ្មោះដូរទីតាំងអីតាំងពីបងមកវិញហ្នឹងគេដូរឈ្មោះហើយលេងមានឈ្មោះហ្នឹងទៀតហើយបើរឿងក៏យើងមិនដឹងយើងពីព្រោះជំនាន់មុនវាអត់មាន social media ទៅតាមសួរអ្នកណាអ្នកណីផុសអីទេតាំង23ឆ្នាំមុនហ្នឹងតែបងអាយុ13និយាយទៅ23ឆ្នាំមុនតន់មាន Facebook ផងណាតន់មានទេ Facebook 2005ទូរស័ព្ទអត់មាននិយាយទៅទូរស័ព្ទអត់មានផងហ្នឹងមានដាក់ជំនាន់ហ្នឹងមានអីអាកាតែលណាអាកាតែលអីហ្នឹងអាកាតែលមានអាកាតែលហ្នឹងពីកើតមិនតន់ជំនាន់ហ្នឹងនឹងសុំចប់មួយរឿងហើយបងប្អូនអូខេអ្នកនរគ្នានេះគឺសាច់រឿងទី1បងនីតាគាត់បានចែកម្លែកញាក់សាច់របស់គាត់ណាហើយញាក់សាច់របស់ខ្មោចញាក់សាច់ទាំងអស់ចឹងអ្នកនរគ្នាចំពោះសាច់រឿងទី1យល់ឃើញមិនដែរអាចបញ្ចេញមតិយោបល់ខាងក្រោមបានហើយក៏អាចរ៉េតឲ្យសាច់រឿងទី1របស់គាត់បានដែរហើយចំណងជើងអីដែរបងមើលឲ្យចំណងជើងហើយដាក់កម្មមនអញ្ចឹងទៅព្រោះឈ្មោះហ្នឹងវាបាត់ពីពិភពលោកហើយគេដូរគេដាក់គេដូរទីតាំងដាក់ឈ្មោះហ្នឹងហើយយើងហ្នឹងហើយដូរទៅគាត់ថាបងស្រីគាត់ចង់ដាក់កម្មមនខ្ញុំក៏មានឈ្មោះតែខ្ញុំដាក់កម្មហ្មងទៅទៀតតែសំណាក់កម្មហ្មងបាទមិនកម្មបងឯងកម្មមនខ្ញុំកម្មហ្មងអូខេខ្ញុំរហូតដល់អត់ឃើញអញ្ចឹងមានតែពឹងលើពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាកម្មវិធី404ជួយដាក់ឈ្មោះឲ្យហើយក៏អាចរ៉េតឲ្យសាច់រឿងទី1បានដែរអូខេកុំឲ្យខាតពេលយូរយើងតទៅសាច់រឿងទី2មកណាបងសុំសួរមួយណាបាទជើញមានបេះដូងបោះថ្នោតនៅមែនតាអូឡៃតែជក់ស្ដាប់រឿងមកឯងភ្លេចមើលខមមិនអូមានបងមានអត់ទេមែនតើណាបងប្អូនខ្ញុំមានបេះដូងបោះថ្នោតច្រើនបងខ្ញុំពិតជាតាំងពីដើមមកម៉ែតាំងពីខ្ញុំច្រើនខ្ញុំមិនដែលចង់និយាយរឿងប្អូនខ្ញុំទេអូបងច្រើនបងអូខេច្រើននេះច្រើនមែនតើអធិស្ឋានអ្នកនរគ្នាដោយសារមិញជក់រឿងបងស្រីពេកគឺមើលទឹកមុខគាត់ឲ្យភ្លេចមើលខមមិនតែច្រើនមែនតើអរគុណសម្រាប់បេះដូងពណ៌ត្នោតដែលផ្ដល់កម្លាំងចិត្តដល់បងស្រីបាទអរគុណបងប្អូនអ្នកគ្នាដែលផ្ញើបេះដូងពណ៌ត្នោតនឹងឲ្យទៅបងប្រុសបងនឹងបងអរគុណច្រើនបាទហើយសាច់រឿងទី2នេះគាត់អត់ទាន់និយាយដល់សាច់រឿងប្អូនគាត់ទេគាត់និយាយមានសាច់រឿងមួយទៀតសិនចាំដល់សាច់រឿងប្អូនគាត់បង្កើតជាសាច់រឿងទី2បងឲ្យចំណងជើងអីដែរបងជំនាញផ្ទះសាថ្មីជំនាញផ្ទះសាថ្មីអូខេអញ្ជើញបងផ្ទះសាថ្មីហ្នឹងផ្ទះបងនៅហ្មងហើយនៅរាល់ថ្ងៃហ្នឹងឯងផ្ទះហ្នឹងបងនៅតាំងពីទូចមកម៉េះរហូតដល់ឥឡូវផ្ទះសាថ្មីហ្នឹងក៏នៅរាល់ថ្ងៃដែរឆ្នាំ2010 2011បងអត់សូវច្បាស់ទេ2010 2011ហ្នឹងក្រុមគ្រួសារបងធ្លាក់ខ្លួនអញ្ចឹងណាយើងនិយាយចឹងស្រាប់តែពេលហ្នឹងទៅពេលហ្នឹងបងហ៊ានចប់ហ៊ានអីបងចេញធ្វើការរកស៊ីអីហើយទៅចុះយើងរកស៊ីយើងចេះរកណាណេះណោះចិនខ្សែផងគ្រូផងអីផងអញ្ចឹងទៅមានអ៊ីម្នាក់ហ្នឹងគាត់នៅខាងឆ្លងស្ពានចូលច្បារទៅគេហៅគេអូនភេកលៀបហ្នឹងហើយនៅខាងភេកលៀបហ្នឹងទៅមើលប៉ះគាត់ក៏ថាចេះជំនាញផ្ទះហ្នឹងរៀបខុសហើយកន្លែងឯងมันរកអត់បានអញ្ចឹងអត់មានលុយអត់មានអីអញ្ចឹងបាទតតដូរកន្លែងវិញស្រាប់តែពេលទៅបងក៏ទៅចេះដូរអញ្ចឹងអីអញជួយទៅរៀបឲ្យខ្ញុំផងបងក៏ទៅយកគាត់មកឲ្យរៀបដូរកន្លែងជំនាញផ្ទះបងរាល់ថ្ងៃហ្នឹងគាត់ដូរដាក់មកដែរណៃនោះវិញទៅហើយម៉ាក់បងកាលហ្នឹងម៉ាក់បងនៅរស់ទេម៉ាក់បងក៏ទៅចេះមីអូនគាត់ឯងទៅយកអ្នកណាគេមករៀបស្អីញ៉ៃញ៉ៃជំនាញផ្ទះហ្នឹងគេរៀបត្រូវហើយតាំងជំនាន់សនិតគេមករៀបត្រូវព្រោះផ្ទះហ្នឹងមកចាំបានម៉ាក់បងនិយាយប្រាប់បងប្រុសបងនិយាយប្រាប់ចឹងថាពេលដែលទិញអញ្ចឹងមានបងប្អូនហ្នឹងគាត់ចេះមើលគាត់មើលដឹងមើលអីចឹងគាត់ប្រាប់គាត់ថាជំនាញផ្ទះហ្នឹងជំនាញផ្ទះស្រីហើយស្រឡាញ់ពណ៌ក្រហមមកហើយគេស្រឡាញ់ស្អាតហើយដាក់ក្រែមម្សៅឲ្យគេផងទៅដល់ពេលហ្នឹងទៅ
ឥឡូវយើងបកមកវិញណាគាត់ដូរហើយអីហើយចំណោមបងប្អូនបងទាំងអស់បងទី3បងគាត់ក៏ជួបដែរហើយតែគាត់ជួបខ្លាំងគាត់ជួបអាមុខទល់មុខហ្មងណាអត់ដូចបងទេបងអត់មុខទល់មុខទេចាំតិចទៀតបងប្អូនខ្ញុំនិយាយរឿងបងប្រុសខ្ញុំជួបរបៀបមិនអូខេតែពេលហ្នឹងទៅយប់ឡើងពេលហ្នឹងបងប្រុសបងគាត់ការចាញ់ហើយគាត់ទៅនៅខាងប្រពន្ធគាត់នៅអូស័យយប់ឡើងចានាងផ្ទះបងហ្នឹងទៅបយលសពបងប្រុសបងទី3ហ្នឹងគាត់ទៅដល់គាត់ថាចេះដឹងចេះមកដូរកន្លែងគេនៅអាគេនៅសុកឲ្យចេះទៅយកពីណាពីណៃមកដូរកន្លែងគេនៅហើយក៏ចេះម៉េះតែពេលហ្នឹងទៅបងប្រុសបងទៅចេះអូយកុំខឹងក៏ខឹងអីចាំស្អែកចាំគេដូរឲ្យវិញតែពេលហ្នឹងទៅចេះដូរគេទៅកន្លែងដើមវិញរៀបត្រូវអីត្រូវអស់ហើយចេះមកដូរកន្លែងគេមកទាំងខឹងអញ្ចឹងណាហើយបងប្រុសបងនិយាយលេងទៅចេះហើយចាំមកដូរទៅឲ្យអីគេទៅសុំទោសបងប្អូននិយាយមុនសុំទោសគាត់ថាអើយតែចាំឲ្យមួយលេខគេដោះដូរហើយបងប្រុសបងណាចេះឲ្យលេខមកអត់មានសែនអីទៅវិញដោះដូរវិញណានិយាយគ្នាហើយអត់មានឲ្យដោះដូរអីត្រូវអូបងនេះបងនោះសែនអីសែននោះទៅវិញទេគ្រាន់តែរៀបផ្ទះដូរទៅកន្លែងដើមវិញទេឲ្យលេខហ្នឹងស្រាប់តែដល់ពេលហ្នឹងទៅក៏ចានាងតែបងឲ្យលេខហ្នឹងទៅបងប្រុសបងហើយបងប្រុសបងព្រឹកឡើងទេមកម៉ាក់បងទៅចេះម៉ាក់ម៉ែងទៅធ្វើអីកន្លែងចានាងផ្ទះយប់មិញគេមករអូនគេប្រាប់តែចេះដូរកន្លែងគេហ្មងហើយអត់មានណាគេប្រាប់បងប្រុសបងណាពីព្រោះផ្ទះសាថ្មីហ្នឹងនៅតែបងជាមួយម៉ាក់បងជាមួយក្មួយបងហើយនឹងប្អូនប្រុសបងដែលបងសុំបេះដូងប្រថ្នោតនេះម៉ាក់តែចេះម៉ែកូនឯងដឹងចឹងមកយប់មិញគេមករោចានាងតែមកប្រាប់ថាចេះដូរកន្លែងគេម៉ាក់តែចេះនឹងស្អីមីអូនទៅយកគេមកដូរណាណៃម៉ាក់ថាកុំឲ្យដូរបើថាមិនអីទេហើយតែពេលហ្នឹងទៅថានេះម៉ាក់គេឲ្យលេខមកយកទៅចាក់អូយតែពេលហ្នឹងទៅម៉ាក់ទៅចេះហើយបងប្អូនធ្លាប់លេងឆ្នោតដឹងស្រាប់អីស្អីគេមានA B C D សុំទោសមិនចង់និយាយថាចេះគ្រប់ត្រូលឲ្យលេងឆ្នោតអីណាតែអានេះវារឿងពិតកាលពីប្រហែលជំនាន់មុនចាឆ្នាំមុនយូរហើយហ្នឹងតែពេលហ្នឹងទៅម៉ាក់បងក៏ចាក់ឧទាហរណ៍ណាព្រោះបងភ្លេចហើយចាក់ប៉ុស B អាលេខហ្នឹងវាចាញ់ប៉ុស C ហើយផ្ទះយើងកំពុងអត់លុយតែពេលហ្នឹងទៅម៉ាក់ចាក់មីអូនអើយម៉ាក់ចាក់ប៉ុស B វាចាញ់ប៉ុស C ហើយលេខហ្នឹងហ្មងតែពេលហ្នឹងទៅបងខឹងបងដើរទៅមុខជំនាញផ្ទះបងស្រែកលូចេះមកឲ្យព្រមឲ្យចាំឯណាទៅចេះទាយមិនមែនទេវតាផងថ្ងៃក្រោយចង់ឲ្យលេខប្រមាណប៉ុសលេខអីព្រោះផ្ទះអត់មានលុយទេហើយឲ្យមកខុសចឹងតដែរដឹងតែផ្ទះអត់លុយដែរឲ្យធ្វើអីថ្ងៃក្រោយកុំឲ្យហើយបងដើរមកវិញបងមិនអស់ចិត្តបងទៅដល់បងអង្គុយបត់ជើងអង្គុយមុខជំនាញផ្ទះបងហ្មងនិយាយចេះឲ្យច្បាស់បើឲ្យមិនច្បាស់កុំឲ្យព្រោះផ្ទះអត់មានលុយទេយើងអត់មានទៅបថុយប្រធានប្រហែលលុយអីយើងពងខ្វះខាតពួកបងប្រាប់ថាខ្ញុំអត់ចេះទាយទេប្រាប់បថងមកស្អាតតែពេលទៅឆ្នោតហ្នឹងគេមានមើលគេមានចាញ់ល្ងាចនិងចាញ់យប់ណាបាទទៅក៏ម៉ាក់គាត់ចាក់យប់ទៀតអាលេខហ្នឹងចាញ់ទៀតតែវាខុសហ្នឹងហើយខុសប៉ុសហ្នឹងស្រាប់តែដល់ពេលហ្នឹងទៅម៉ាក់ចាក់ខុសទៀតហើយអស់លុយមែនតើណាពេលហ្នឹងផ្ទះអត់មានលុយអស់លុយហើយកូនអើយអត់មានលុយចាក់ទៀតទេស្រាប់តែពេលបងចូលស្អែកឡើងបងចូលទៅគេងថ្ងៃនៅកតុបបងនៅរាល់ថ្ងៃនេះមកខ្សឹបបងអតិកានឹងស្រាប់ហើយខ្មោចតែមកខ្សឹបបងទេមកខ្សឹបបងនេះចែកប្រាប់ថាកុំឲ្យចាក់ហ្នឹងឧទាហរណ៍ព្រោះបងភ្លេចហើយចាក់លេខនេះ37ប៉ុស B មកចំហ្មងលេខ37ឧទាហរណ៍ព្រោះបងភ្លេច37ប៉ុស B ប្រាប់ប៉ុសប្រាប់អីប្រាប់ទាំងអស់តែវាជួនអីអូពេលហ្នឹងពេលដែលបងទៅអង្គុយបត់ជើងបងនិយាយទៀតថាចេះឲ្យត្រូវមកចាក់ឲ្យដូរផ្ទះឲ្យហើយសល់លុយទិញអង្គញ៉ាំបងនិយាយចឹងណាទៅក៏បងទៅគេងស្អែកឡើងបងទៅគេងថ្ងៃហ្នឹងក៏មកខ្សឹបប្រាប់បងអញ្ចឹងតែវាប៉ះអីយើងអត់លុយអត់មានលុយចាក់អស់លុយចាក់អត់មានអត់លុយតាម100លុយខ្មែរក៏អត់មានប្រាប់ម៉ាក់ណាងើបមកម៉ាក់អើយមកខ្សឹបប្រាប់អូន37ប៉ុស B មានលុយឯកូនអើយអស់លុយចាក់ឯងអត់មានមើលដើររោពីអ្នកម៉ែកូនដើរលាស់ចុះអាកប៉ៅខោកប៉ៅឲ្យលក់អត់មាន
quả nó chẩn đoán muốn chạ tam rồi pi hỏi nó ai cái chạ tịch tua chẳng ai mình chạ chờ này ấy bây giờ mà miền lối chả tràn này nữa tại vì ăn miền lối ăn lời xem tập bây miền ná thì nghĩ láng tranh sam bầm bờ bọc bì tại cũng mạnh rồi tại ăn lối chả ấy tập bây nó slot với nhá nè từng coi bật chân slot một cái nín tia ăn ban đồ tia oi tê phụ ăn miền lối chả ở con này đập ram oi trâu chẳng tại ăn miền lối oi tái bây lắng bong ăn đăng thang bong man lôi pì ná miền này oi bong sọc á xẹp ta sọc á miền này oi bong plei cho mình đăng thang mật phe rồi còn mình mía bong phá nhà pì sọc khéo ấy oi gì ban lôi nâng ai bong từ đô tia ở trên niềng tia chẳng chả nào nâng cứ ở ban lôi pì chả nào tì nâng dạy rương tì pì ở con ok bàn tay trong cái này bong ăn prap đấy tụi bay ở banពេលហ្នឹងគឺអត់មានលុយទៅចាក់ទេតែគាត់ឲ្យមកចំលេខដែលគេឲ្យគេអីត្រូវអីទាំងអស់ហ្នឹងគាត់បាននិយាយថាបើគាត់ចង់ដូរផ្ទះថ្មីឲ្យតែដល់ពេលបានលុយពីផ្លូវផ្សេងមកគាត់នៅតែរົບសន្យារបស់គាត់គាត់ទៅដូរផ្ទះថ្មីឲ្យជំនាងផ្ទះទៀតបាទបាទអរគុណបងហើយដូចគាត់និយាយចឹងបងខ្វះខាតឲ្យតាមខុសនឹង2ដងហើយហ្នឹងមានលុយណាតាមទៀតហើយធម្មតាឆ្នោតចំណុចមុនមកលេខគេចាក់200 300 500អីទៅច្បាស់ណាស់មិនចាក់1000ណាហ្នឹងហើយចាក់100 200គាត់ថាវាច្រើនប៉ោះយល់អត់ហើយវាចេញចង់និយាយថាហើយឆ្លាស់មិននោះអាដូចថា60យ៉ាងគេរះ62ត្រឡប់ទៅហើយគ្រូនច្រើនប៉ោះនិយាយទៅមានបទផ្សោតណាធ្លាប់កត់ឲ្យគេអញ្ចឹងណាបាទអរគុណទាំងបងស្រីនិងអ្នកទាំងអស់គ្នាដែលខមមិនអញ្ចឹងអាចបន្តខមមិនពណ៌អីបេះដូងពណ៌ថ្នោតបន្តទៀតដើម្បីជាកម្លាំងចិត្តរបស់បងស្រីគាត់នឹងចូលទៅរឿងទី3ដែលជារឿងរបស់ប្អូនប្រុសបកើតរបស់គាត់អញ្ចឹងមិនដែរយើងទៅរឿងទី3ហ្មងគឺមិនបាទហើយនេះគឺរឿងទី2ខ្ញុំគិតថារឿងនេះខ្មែរយើងជួបច្រើនបាទជួបរឿងកេងយកសពចាតុយលេខហ្នឹងប្រាប់តុយលេខអីហ្នឹងខុសប៉ោះខុសអារឿងអត់ឆ្លាស់ភាគច្រើនណាខុសច្រើនបាទនេះដោយសារនិយាយរឿងហ្នឹងទៅខ្ញុំប្រហើមបន្តិចទៅបើសិនជាពូខ្ញុំកំពុងតែមើលពូខ្ញុំមិនបាច់ប្រាប់ច្បាស់ដូចមួយឯងទេគាត់តែលហៀងហ្នឹងចាក់និយាយទៅដេកក៏គាត់ប្របាក់ដែរគាត់ហត់គាត់ដេកគាត់ឲ្យតែយកសពឯងហើយបើកាត់ណៃណាឥឡូវពាក់គេច្រើនណាលឿនពាក់មីងខ្ញុំបានណាអរេអញ្ចឹងមកនិយាយដល់រឿងឆ្នោតហើយសុំថែមមួយរឿងទៀតណាបន្តពីឆ្នោតតែខ្លីឯងអូខេបងជើញយាយនឹងឈ្មោះយាយសួមគាត់នៅបាត់ដំបងហើយគាត់ត្រូវជាម៉ែដោះពូរបស់បងហើយដល់ពេលហ្នឹងទៅគាត់ស្លាប់បាត់ហើយគាត់មកបញ្យល់សពម៉ាក់បងថាម៉ាក់បងកាអញ្ចឹងគេដាក់ឈ្មោះក្រៅគាត់ថាអាយៈអាយៈអើយអូយភ្លេចសុំអាយៈអើយអ៊ំមកឃ្លានចេកណាំវ៉ាតែអត់មានកូនចៅណាផ្ញើសែននៅអ៊ំសោះចង់និយាយផ្ញើបាទអត់មានកូនចៅណាសែននៅអ៊ំសោះអាយ៉ាអញសែននៅអ៊ំផងហើយពេលហ្នឹងបងអាសាចុះឡើងរស់ស៊ីនៅបាត់ដំបងទៅម៉ាក់បងក៏ខលមកបងពេលហ្នឹងបងបែកផ្ទះបងចាញ់ពីផ្ទះសាថ្មីហើយបាទម៉ាក់បងខលមកបងថាមីអូនកូនឯងត្រូវទៅបាត់ដំបងថ្ងៃណាពេលដែលទៅដល់បាត់ដំបងកូនឯងជួយទិញចេកណាំវ៉ាយកទៅសែនយាយសួមផងព្រោះគាត់មកបញ្យល់សពម៉ាក់ថាគាត់ឃ្លានទៅបងក៏តែចឹងអូនអត់តន់ទៅប្រហែលអាទិត្យក្រោយអីតែចាំមើលស្អែកអូនទិញចេកយកទៅវត្តហើយប្រកេនលោកទៅពិតលោកថាឧទ្ទិសទៅឲ្យយាយឈ្មោះនេះឈ្មោះនោះចឹងទៅក៏ស្អែកឡើងពេលព្រឹកហ្នឹងបងក៏ជិះម៉ូតូហ្នឹងទៅវត្តទិញចេកណាំវ៉ាហើយបងគិតតែចាណាយើងយកចេកទៅប្រកេនលោកមិនទេពេលព្រឹកផងទិញនំប៉ាវថែមមួយគូទៀតទៅគ្រាន់លោកបានឆាន់អញ្ចឹងណាតែពេលហ្នឹងទៅបងទិញចេកមួយស្និតហើយបងទិញនំប៉ាវថែមមួយគូទៀតហើយទៅវត្តនៅចិត្តសាកដាលហ្នឹងក៏ពិតលោកតាមហ្នឹងទៅហើយលោកក៏សោតអីហើយស្អែកឡើងម៉ាក់បងទេមកបងទៀតនិយាយសឿមបានហើយកូនយកមិញមកបញ្យល់សពប្រាប់ម៉ែថាកូនឯងទិញនំអីឲ្យបងនិយាយមែនតើបងសម្បត្តិមែនតើម៉ាក់តែចេះកូនឯងទិញនំអីឲ្យគាត់ថាចេះអីមិនមែនបានតែចេកទេបាននំទៀតរយៈអើយអរគុណតែយាយនឹងមិនមែនថាបងអ្នកផ្ញើឲ្យគ្រាន់តែគាត់ថាចេះរយៈអើយអ៊ំបានចេកចៃហើយបានទាំងនំទៀតអរគុណច្រើនជូនប៉ុនជូនអីចឹងទៅបានបងថាចេះ
អូនតែងនំប៉ាវថៃមកគូទេអាណាទៅទាំងព្រឹកទៅទិញចេកប្រគេនលោកឲ្យលោកឆាន់តែចេកតែមិនទេក៏អូនទិញថែមនំប៉ាវទៅហើយទៅកសលឲ្យគាត់ចឹងចាបន្ទាប់មកអត់តន់ចប់ទេណាបងអាទិត្យក្រោយបងត្រូវទៅបាត់ដំបងបងគ្រាន់តែទៅដល់បាត់ដំបងភ្លាមបងទិញមុននឹងទៅដល់ផ្ទះហ្នឹងណាបងទិញចេកតាមផ្លូវហើយហីទៅដល់ផ្ទះភ្លាមបងកាន់ចេកហ្នឹងយួរទៅផ្ទះគាត់ព្រោះផ្ទះគាត់នៅក្រោយផ្ទះបងទៅដល់ផ្ទះគាត់បងក៏ស្រែកសួរកូនគាត់ចេះមីញ៉ាញ់ហឹងយាយសឿមនៅណាខ្ញុំសុំចូលឲ្យធុំបន្តិចព្រោះយាយទៅយល់សពប្រាប់ម៉ាក់ខ្ញុំថាគាត់ឃ្លានចេកណាំវ៉ាហើយទៅមីងក៏ថាចេះនោះដាក់សែននៅលើពីងទឹកក៏បានដែរអាហ្នឹងបងអត់ដឹងពីបញ្ហាផ្ទះគេមិនខ្មិចទេណាតែគាត់និយាយចឹងដាក់បងក៏ថាចេះបងត្រង់ហ្នឹងចេះអាណាទៅសែនលើពីងទឹកមិនមីងក៏មានហឹងអញ្ចឹងតែពេលហ្នឹងទៅគាត់ថាចេះបានប្តីគាត់ស្រែកពីក្នុងមកទៅចេះនោះហឹងនៅក្នុងសិគុជចូលទៅអុចទៅបងក៏ចូលរៀបខ្លួនឯងផ្ទះគេសោះហ្នឹងចូលយកចានយកអីអុចធូបអុចអីខ្លួនឯងទៅស្រាប់តែដើរចាញ់មកពួកបងអត់ដែលដើរទៅក្រោយទៅអីបងអត់ដែលអ្នកភូមិក៏បងអត់ដែលនិយាយជាមួយដែរទៅអ្នកភូមិនៅហ្នឹងគេចម្លែកគេចាញ់មកសួរទៅចេះមិនបានបងចូលទៅផ្ទះហ្នឹងអុចធូបអុចអីចឹងមានរឿងអីចឹងចាញ់មកសួរបងចឹងទៅបងក៏ប្រាប់តាមហ្នឹងទៅថាម៉ាក់យល់សពអី1 2 3 4 5ចឹងទៅបាទទៅក៏ភូមិបងហ្នឹងភូមិលេងឆ្នោតមកភូមិគេចាក់ឆ្នោតអាយុយាយសួមនឹងទាំងអស់ចាក់អាឆ្នោតវាមិនមាន2ដូចបងនិយាយចឹងវាចាញ់ល្ងាចមួយចាញ់យប់មួយបាទចាតែដល់ពេលហ្នឹងទៅគេចាក់អត់ត្រូវឯមកភូមិអីគេដើរកាត់មុខផ្ទះបងគេថាចេះអើយនៅសុកមកពីពេញឲ្យគេមកភូមិអស់លុយទៅសារឆ្នោតអាយុយាយសួមចាតែដល់ពេលហ្នឹងទៅខ្ញុំមិនដឹងអីផងមិនបានមកថាឲ្យខ្ញុំចឹងខ្ញុំទៅសែនទៅខ្ញុំសង់ហើយក៏ល្ងាចឡើងមកដើរទៅផ្សារក្រោយផ្ទះបងហ្នឹងហើយគេហៅផ្សារឧត្តរៈបងដើរទៅផ្សារនៅក្រោយហ្នឹងចៅរបស់យាយសួមបកើតហ្នឹងគាត់តងន់ពោះធំគ្រប់ខែហើយតែគាត់អ្នកកាត់ឆ្នោតដោយអធិការអញ្ចឹងតែពេលហ្នឹងទៅគាត់ថាសេចក្ដីជួយចាក់ឆ្នោតបងផងព្រោះអីឆ្នោតគេចាក់គេកាត់មិនទេគេបានទឹកអាមិននោះបើយើងចាក់កាន់តែច្រើនក៏បានទឹកកាន់តែច្រើនអញ្ចឹងណាបាទបងគាត់ថាណែមានលុយតែប៉ុណ្ណេះឯងព្រោះត្រូវទៅសារទិញអីមួយឯងចង់ចាក់លេខអីក៏ចាក់ទៅពេលហ្នឹងមិនដឹងថាហុចឲ្យគាត់$1ឬ$2មិនភ្លេចហើយទៅគាត់ក៏ទទួលលុយហ្នឹងគេថាណែចាំយកកតុយថាទៅកតុយហ្នឹងទុកនៅមួយឯងទាំងអស់ទៅចាក់លេខអីក៏តាមតែចិត្តមួយឯងទៅខ្ញុំជួយបានតែប៉ុណ្្នឹងខ្ញុំទៅផ្សារហើយស្រាប់តែស្អែកព្រឹកឡើងបងជិះម៉ូតូកាត់មុខផ្ទះគាត់ហៅបងសិគុជបងនេះនឹកគេអ៊ុយភ័យខ្លាចលោគាត់ឈឺពោះអីគាត់រត់មកគាត់ថាណែយកលុយតែពេលទៅលុយអីគេសិគុជអញចាក់ឆ្នោតត្រូវអាយុយាយសឿមយប់មិញត្រូវទៅសិគុជឯងមួយហ្នឹងឯងតែពេលហ្នឹងទៅបងគាត់ថាត្រូវមែនតើមែនត្រូវឆ្នោតនឹងឯងសាច់លុយត្រូវឆ្នោតណាបាទតែពេលមកភូមិគេថាគិតទៅណោយាយសឿមចង់ឲ្យសិគុជឲ្យតែសិគុជមែនអត់មកភូមិអត់មានឲ្យណាគេឲ្យតែម្ចាស់ចេកចុះបើគេម្ចាស់ចេកគេបើម្ចាស់ចេកចុះត្រូវបានប៉ុន្មានចាំហើយបងពេលហ្នឹងបងអត់ចាំទេតែបងដឹងថាកាលហ្នឹងបងដោឲ្យទៅបងស្រីហ្នឹងដូចជា30000ព្រោះដូចជា100បាន7000ហើយ100បានប៉ុន្មានណែច្បាស់ណាស់អ្នកនរហើយគេកាត់ទឹកហ្នឹងដូចបងឯងចាក់អស់500ដកទឹកឲ្យមួយថ្ងៃ100វិញចឹងចាក់អស់500ស្មើអស់400ឯងអត់អីទេចាំឡាយចប់ខ្ញុំឆាតសួរពូខ្ញុំគាត់ច្បាស់ហ្មងរឿងទឹករឿងប៉ោះអីហ្នឹងខ្ញុំភ្លេចអស់ទៅអត់ទេខ្ញុំអ្នកចិត្តខាងគេកាត់ហើយខ្ញុំជួយកាត់គេឲ្យលុយចាយចឹងណាជួយគេស្លប់កាត់មែនតើកាត់មែនតើតែនិយាយនេះមិនមែនគ្រប់ត្រឲ្យបងប្អូនឲ្យលេងឆ្នោតអីទេអត់ទេសម័យហ្នឹងលេងមានហើយហ្នឹងចាសើមនៅមួយឯងយ៉ាងច្រើននៅមួយចឹងមិនដូចសម័យមុននៅតាមហាងកាហ្វេចាប់ពួយមានណាអានេះរឿងដែលធ្លាប់ជួបអានេះនិយាយរឿងដែលធ្លាប់ជួបប្រទេសទេហ្នឹងឯងរឿងឆ្នោតប៉ុណ្ណឹងរឿងទី2ឥឡូវខ្ញុំចង់ឲ្យលេខគ្នាយើងក្នុង LINE មួយដែរណាលេខ04ខ្សែគុតតែ4លេខហ្នឹងអត់ទេចាក់ខ្សែគុតក៏បានចាក់04ក៏បានហើយត្រឡប់វាមក44ហើយ88មួយទៀតយកចាក់ឲ្យហើយដឹងមានកន្លែងចាក់អត់ទេតែប្រាប់ចោលចាក់4ប៉ោះទៀតនេះគេទៅចាក់នៅ Pass តែសំខាន់បងស្រីខំនិយាយមុនហ្នឹងមកអត់គ្រប់ត្រអ្នកទាំងអស់លេងឆ្នោតទេការឲ្យលេងត្រង់ឥឡូវយកអ្នកទាំងអស់គ្នាទៅចាក់នៅ Pass ទៅប្រម៉ូកូដគេនោះ404ហ្នឹងហើយអញ្ចឹងអ្នកអស់នេះបើចង់បានរង្វាន់ធំ3លេខ404
ហើយវ៉ាន់ធំគឺយើងអាចចាក់មួយ pass app ហ្មង pass 404 នឹងចាក់ដល់ត្រូវហ្មងត្រូវ 60% ត្រូវ 60% ឯនេះនេះកាត់ទឹកឲ្យ 60% វិញ ហ្នឹង អូខេឥឡូវយើងស្ដាប់សាច់រឿងបងស្រីជាមួយនឹងយាយចិត្តខាងគាត់ clean change ហើយគាត់ក៏ធ្វើបុណ្យធ្វើទានគាត់ក៏ទៅកសលឲ្យយើងវិញយើងក៏ទៅកសលជូនគាត់តាមប្រសង បាទ ហើយបើតាមជំនឿខ្ញុំជឿថាអាចនឹងដល់មែនយើងគេហៅគេវេហ្នឹងគេហៅគេពាក្យបច្ចេកទេសឧទ្ទិសកុសលបាំងស្គល ហ្នឹងហើយអធិការនិយាយឡើងហ្នឹងខ្ញុំបន្ថែមតិចទៅបានន័យថាខ្ញុំជឿឲ្យគាត់ថាមិននិយាយស្មោះត្រង់តែមិនជឿ 100% ថាគួរតែអញ្ចឹងត្រូវតែអញ្ចឹងទេប៉ុន្តែដែលធ្វើឲ្យខ្ញុំកាន់តែមានជំនឿកាន់តែចង់ធ្វើបុណ្យឧទ្ទិសកុសលកាន់តែខ្លាំងពេលដែលជួបខ្លួនឯងផ្ទាល់ជាមួយឪខ្ញុំហ្នឹងដែលសួរគាត់ថាកុសលផលបុណ្យដែលខ្ញុំបានធ្វើកូនចៅប្រពន្ធកូនបានធ្វើហ្នឹងដល់ឪឯងអត់ហើយគាត់ថាដល់ឪទទួលបានបបោណាកូនខ្ញុំចង់កាំងបងមែនហ្នឹងអញ្ចឹងពីខ្ញុំទៅខ្ញុំថាល្អដោយសារអីខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការធ្វើបុណ្យធ្វើទានពោះនិយាយស្មោះត្រង់បងកន្លងមកខ្ញុំចូលចិត្តធ្វើទានច្រើនជាងបុណ្យចាបាទបានន័យថាធ្វើចែកទានច្រើនជាងបុណ្យច្រើនជាងធ្វើបុណ្យរបៀបអញ្ចឹងបើទៅធ្វើបុណ្យគឺខ្ញុំធ្វើដើម្បីពុកម្ដាយខ្ញុំដើម្បីគ្រួសារខ្ញុំបានន័យថាខ្ញុំរៀបចំជូនគាត់ជូនគ្រួសារឲ្យរៀបចំទៅធ្វើបុណ្យទៅខ្ញុំគាត់ណាអ្នកជួយជ្រុំជ្រែងគាត់អញ្ចឹងទៅបើឲ្យទៅអង្គុយផ្ទាល់ធ្វើអីមួយគាត់ហ្នឹងអត់សូវទេប៉ុន្តែគាត់ចង់បានអីដូចរៀបចំស្លាដក់ឬខែទៀនភាសាអញ្ចឹងខ្ញុំរៀបចំជូនគាត់អីជូនគាត់ទៅវត្តទៅអីអញ្ចឹងទៅរបៀបអញ្ចឹងបងហើយបើផ្ទាល់ខ្លួនខ្ញុំចូលចិត្តធ្វើទៀនជាងប៉ុន្តែដល់ពេលទទួលបានរឿងនេះកើតឡើងមួយខ្លួនឯងផ្ទាល់កាន់តែមានកម្លាំងចិត្តក្នុងការធ្វើបុណ្យទៅកសលបងបាទបងបាទអូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងបងស្រី2 3រឿងហើយខ្លីឥឡូវចូលដល់រឿងបងគាត់ហើយមុនដល់រឿងបងគាត់ក៏សូមអ្នកនរគ្នាខមមិនបេះដូងពណ៌ថ្នោតដើម្បីលើកទឹកចិត្តដល់គាត់ដោយសារបងប្រុសគាត់ឈ្មោះប្រោនបាទហើយក៏លើកទឹកចិត្តអ្នកនរគ្នា share ជាមួយនឹងកម្មវិធីយើងឲ្យគ្នាយើងមើលបានច្រើនបន្ថែមទៀតហើយប្រយុទ្ធសរុបធម្មតាយើងបិទ live បាន 200k ប៉ុន្តែថ្ងៃនេះតែ 100k ជាងឯងអញ្ចឹងកុំភ្លេចជួយ share ក៏ដូចជា mention មិត្តភ័ក្តិឬក៏សង្សារចាស់មកបន្ថែមមក thank you បាទអញ្ចឹងបងស្រីជើញចូលសាច់រឿងបន្ទាប់មកបងណាដំបូងសុំទោសដល់គ្រួសារបងប្រុសបើសិនជាអូននិយាយទៅអត់សប្បាយចិត្តនឹងនិយាយរឿងអ្នកផ្ទះខ្លួនឯងអញ្ចឹងខ្ញុំមានបងប្អូន5នាក់ប្រុស4នាក់ឯស្រីខ្ញុំម្នាក់ហើយបងអូនប្រុសខ្ញុំហ្នឹងពៅគេគាត់ធ្វើអត្តឃាតហ្នឹងហើយគាត់ធ្វើអត្តឃាតខ្លួនឯងអញ្ចឹងទៅពួកយើងសោកស្ដាយជាមួយនឹងការបាត់បង់សមាជិកគ្រួសារសោកស្ដាយខ្លាំងមែនទែនហើយអានេះខ្ញុំនិយាយអារម្មណ៍ខ្ញុំជាបងស្រីខ្ញុំពិតជាឈឺចាប់ខ្លាំងបំផុតដែលខ្ញុំបាត់បង់ប្អូនប្រុសរបស់ខ្ញុំហើយពេលដែលរឿងនឹងកើតឡើងខ្ញុំតែងតែបន្ទោសខ្លួនឯងរហូតហេតុអីមិនបានមើលប្អូនខ្លួនឯងអត់បានល្អហើយក៏តែងតែនិយាយឲ្យបន់រហូតថាអូនឯងមកបញ្យល់សពប្រាប់បងផងអូនឯងមករកបងផងបងនឹកអូនឯងខ្លាំងណាស់ហើយតាំងពីប្អូនខ្ញុំស្លាប់ទៅរយៈពេលយូរអត់ដែលមកឲ្យខ្ញុំយកសពឃើញតតែសោះហ្មងរហូតដល់ពេលមួយខ្ញុំពិបាកចិត្តខ្លាំងពេកខ្ញុំនិយាយថាឥឡូវអស់ហើយម៉ាក់ក៏អស់ហើយទៅចឹងទៀតបងមានបញ្ហាអីមានតែទៅដែរពីព្រោះហេតុអីបានមើលប្អូនខ្លួនឯងអត់បានអញ្ចឹងតែពេលហ្នឹងទៅស្រាប់តែយប់ហ្នឹងគាត់មកបញ្យល់សពបងកាលពីគាត់នៅក្មេងជំនាន់មានតាសូយ៉ាមួយរៀងរាល់ថ្ងៃប្រហោះបងតែងតែយកគាត់ទៅលេងទៅបាញ់ AK តែជំនាន់ហ្នឹងក្មេងៗគេលេងបាញ់ AKJX ចាហ្នឹងហើយគាត់មានពួកម៉ាក់គាត់3នាក់អញ្ចឹងទៅរាល់ងាយថ្ងៃប្រហោះបងថាអត់ឲ្យទៅលួចលេងហ្គេមខ្លួនឯងទេបើចង់លេងបងអ្នកនាំទៅអញ្ចឹងឲ្យលេង1ម៉ោងឬ2ម៉ោងឲ្យគេណាត់ពួកម៉ាក់គ្នាគេទៅជួបគ្នានៅសូយ៉ាហើយបងដើរលេងទៅគេលេងហ្គេមទៅស្រាប់តាដល់ពេលលើកដំបូងដែលបងយល់សពឃើញហ្នឹងណាបងយល់សពឃើញអាគារដែលនៅមុខផ្ការទឹករាប់នៅមុខវត្តបទុមនេះគេរត់ចុះមកតាំងហើយ
នៅទូចអាពេលដែលបងនាំទៅលេងហ្គេមហ្នឹង បាទ នៅទូចប៉ុណ្ណឹងចុះមកឲ្យស្លៀកពាក់ឈុតកីឡាដែលបងស្រឡាញ់ជាងគេឲ្យវាចំណាំពាក់ជំនាន់ហ្នឹងហត់ចំអត់ថាចេះមង្គត់អូនទៅមកលេងហ្គេមអូនរយៈមកលេងហ្គេមគាត់នឹងនិយាយមួយបងតាអូនរយៈទេឈ្មោះប្រោនហ្នឹងគឺឈ្មោះពួកម៉ាក់គាត់ដាក់ឲ្យ បាទ ហើយគេគ្រប់គ្នាស្គាល់គាត់ថាឈ្មោះប្រោន បាទ តែចេះអូនរយៈប្រញាប់ទៅលេងហ្គេមអូនរយៈឡើងទៅលេងហ្គេមហើយបងពេលហ្នឹងបងដឹងតែគាត់ស្លាប់បាត់ហើយក្នុងយសពហ្នឹងណា បងថាចាកុំតន់អាលបងអោបសិនឲ្យបងអោបសិនអូនឯងមិនហើយអូនឯងមិនអូនឯងឈឺណានៃអត់ទេចឹងហើយទៅវាធ្វើដល់មានរឿងអីទៅដូចកូនក្មេងដូចកាលចំនួនមកនាំទៅលេងហ្គេមចឹងថាចាអូយអូនរះអត់អីទេពុកម៉ែអូនរះចាំទៅលើអូនរះប្រញាប់រត់ទៅលេងហ្គេមអត់អីទេមកគួចឲ្យកុំគិតច្រើនអត់អីទេគេក៏រត់បាត់ទៅហើយបងក៏ងើបមកពេលហ្នឹងក៏អារម្មណ៍បងធូរស្រាលដែរ ដឹងថាចែកពេលខ្លះយើងគិតពេកទៅវាទៅជាសម័យបងយល់ចំណុចហ្នឹងបើគេនិយាយថាចែកអូយមកពីគិតច្រើនពេកដល់បានសម័យប៉ុន្តែចុះហេតុអីពេលដែលបងខំប្រឹងសម័យបងអត់យល់សពឃើញចុះដល់ពេលបងបាក់ទឹកចិត្តមែនតែនថាអស់ប្អូនហើយបងចង់ទៅតាមប្អូនបងស្រាប់តែយប់ហ្នឹងវាមកហ្មងអាហ្នឹងវាយើងមិនបន្ទប់យើងមិនកុំនិយាយថាចែកអូយឯងគិតច្រើនពេកបានដេកយល់សពហ្នឹងពេលខ្លះក៏វាមិនមែនទាំងចឹងទាំងស្រុងដែរ ស្រាប់តែពេលហ្នឹងហើយណាហើយមករយៈទៅក៏អូសុំទោសមួយទៀតសុំទោសសង្សារបងបងអត់បានឆាប់ប្រាប់ស្រាប់បងនិយាយភ្លាមណាបើសិនជានិយាយអីទៅប៉ះពាល់អារម្មណ៍គាត់ចឹងណា បាទ ថ្ងៃហ្នឹងសង្សារបងបងហ្នឹងគាត់ post status បាទ គាត់ពិបាកចិត្តគាត់ខូចចិត្តអីចឹងណាថានឹកបងប្រុសបងអីចឹងទៅបងក៏ចូល comment ថា អត់អីទេអូនឯងកុំគិតច្រើនបងបងវាទៅបានសុខហើយអូនឯងធ្វើមិនហួសហើយ សុខសប្បាយ ចឹងណាហើយបងបងស្រឡាញ់អូនឯងនិយាយចឹង1 2 3ចឹងទៅហើយបងអត់ដែរយល់សពឃើញដូចបងនិយាយចឹងយល់សពឃើញតែម្ដងហ្នឹងឯណារាប់ខែបានយល់សពទៀតយប់ហ្នឹងមកបដ ாய் ពេកអាវខ្មៅខោខ្មៅមកខឹងអីក៏ចេះម៉េច ចេះដឹងរឿងគេនឹងគេអត់ខឹងអត់អីមង្គុចអីមិនចេះដឹងរឿងរយៈម៉េះហើយទៅក្នុងយសពក៏បុកដឹងដែរតែគាត់ស្លាប់បាត់ហើយអូននេះចេះអូនអើយអូនឯងស្លាប់ទៅហើយអូនឯងកុំខឹងកុំអីអូនឯងនៅបានសុខទៅគ្នាពិបាកចិត្តណាអូនឯងធ្វើអញ្ចឹងអូនឯងទៅបាត់អញ្ចឹងគ្នាក៏ពិបាកចិត្តដែរអូនឯងឲ្យបងធ្វើមិនណាឲ្យបងធ្វើមិនអូនឯងកុំខឹងភ្លាមហ្នឹងដូរអាវសភ្លាមអាវខ្មៅប្រែទៅជាអាវសដែលគាត់ចំណាំពាក់ភ្លាមមកទៅជាអាវសហើយប្រាប់បងនឹងចាមង្គលឯងបាច់បារម្ភទេរឿងអនរៈមង្គលឯងរស់នៅឲ្យតែមានក្តីសុខទៅអនរៈសុបាយចិត្តទៅអត់មានណាចង់បានអីពីមង្គលឯងទេឈប់ពិបាកចិត្តទៅអនរៈបានសុខហើយក៏បាត់ទៅអាហ្នឹងបាត់ទេណាចាប់ហើយអីហើយដល់ប៉ុនគាត់មួយឆ្នាំដល់ពេលយើងទៅគម្រប់មួយឆ្នាំយើងទៅធ្វើបុណ្យតែផ្ទះបងអត់ធ្វើអីធំទេយើងទៅតែវត្តដែលយើងផ្ញើធាតុទុកនៅហ្នឹងវត្តទល់មុខសាកដាលហ្នឹងណាទៅយើងធ្វើម្ហូបយើងធ្វើអីទៅឲ្យពួកម៉ាក់គាត់ទៅជុំគ្នាអីចឹងទៅអ្នកណាចង់ទៅក៏ទៅគេក៏ធ្វើម្ហូបធ្វើអីទៅចឹងទៅធ្វើទៅអូសុំទោសបងប្អូនភ្លេចកលាក់មួយទៀតពេលហ្នឹងមុនប៉ុនមួយឆ្នាំហ្នឹងណាបងទៅប្រជន់រូបចង់ដឹងថាតើបងប្អូនបងមិនទៅកសលផលប៉ុនដែលបងធ្វើនោះបានទៅដល់គាត់ឬអត់ស្រាប់តែទៅប្រជន់រូបហ្នឹងគ្រូគេថាចេះទៅចាប់ជាតិបាត់ហើយថាគេអត់ដឹងទេគេទៅចាប់ជាតិបាត់ហើយតែគេមានពាក្យផ្ដាំគេថាផ្ដាំបងព្រោះថ្ងៃណាមួយបងស្រីគេនឹងបោះគេហើយមែនតែនស្រាប់តែពេលហ្នឹងទៅចុះបងបងធ្វើអញ្ចឹងចាស់ចំណាំនិយាយទៅចេះធ្វើអញ្ចឹងងាយទៅចាប់ជាតិហើយបងនេះខ្លាចបងហ្នឹងធ្វើបន់អត់ដល់ពិបាកវេទនាអីចឹងស្រាប់តែទៅបញ្ចន់រូបគាត់ទៅចាប់ជាតិបាត់តែគាត់ចាប់ជាតិជាស្រីគាត់ប្រាប់គាត់ថាគាត់ទៅចាប់ជាតិជាស្រីទៅចាប់ជាតិទៅកើតជាកូនអ្នកស្គាល់គ្នាហើយគេប្រាប់ទិសប្រាប់អីថាគេកើតនៅទិសណាអីទិសណាតើប្រាប់ឈ្មោះហេបាទតដល់ពេលហ្នឹងទៅ
គេក៏មានពាក្យផ្ដាំបងតែបងសុំលាក់អាពាក្យផ្ដាំហ្នឹង បាទ ថាផ្ដាំមិនចឹងណា តែផ្ដាំសម្រាប់ណាគេអាចដឹងហើយបងផ្ដាំសម្រាប់បងខ្លួនឯង សម្រាប់បងហើយគេមានអវ៉ាន់មួយទុកឲ្យបងទាំងអវ៉ាន់ហ្នឹងពេលដែលគាត់ស្លាប់ហ្នឹងមករត់ឃើញទេមករត់ឃើញសោះនៅក្នុងទូរត់ឃើញសោះស្អាតដល់ពេលប្រាប់បងមកបងតបើកសភៅហ្នឹងឃើញអវ៉ាន់ហ្នឹងឥឡូវសួរថាបានអ្នកទាំងអស់គ្នាអត់ជឿឬក៏អ្នកណាជឿអត់ដឹងតែចំពោះបងជឿព្រោះគេប្រាប់ថានៅក្នុងសភៅគ្រូដែលបញ្ចន់រូបហ្នឹងគេប្រាប់ក្នុងសភៅបងទៅដល់បើកទូហ្នឹងសភៅហ្នឹងបើកទៅនឹងនៅសភៅមែនហើយទាំងបងរើរយៈពេលមិនតិចខែណាដែលបងរអត់ឃើញស្រាប់តែដល់ពេលហ្នឹងទៅក៏អូខេផ្ដាំហើយណាយើងដឹងហើយថាប្អូនយើងទៅកើតជាមនុស្សស្រីហើយទៅកើតអ្នកស្គាល់គ្នាទិសនេះតែបងក៏អត់ទៅស្វែងរកអីដែរព្រោះយើងមិនដឹងទៅស្វែងរកឯណាអីណីមានតែប៉ុណ្្នឹងបាទដល់រយៈពេលបន់មួយឆ្នាំទៅធ្វើបន់ជុំគ្នាហ្នឹងក៏ជួបជាមួយនឹងមិត្តភ័ក្តិគាត់ទៅនិយាយយើងធ្វើបន់ហើយយើងចុះមកក្រោមនិយាយគ្នាមិនទៅបងសុខសប្បាយអត់អីចឹងណាក៏សៃណុចហ្នឹងនិយាយទៅចេះបងឯងមើលខ្ញុំកើតកូនស្រីខ្ញុំថាតាប្រោនតើដបងហ៎តាមពិតមិនមែនផងឯងមើលកូនស្រីហើយអ្នកផ្ទះខ្ញុំថាខ្ញុំបែរស្រឡាញ់វាពេកហើយបានចេះតែគិតដល់វាអញ្ចឹងចង់ឲ្យវាមកកើតជាមួយអញ្ចឹងណាគាត់សៃណុចទៅចេះយប់ឡើងវាមកបញ្យល់សពប្រាប់ខ្ញុំទៅចេះបងណុចខ្ញុំសុំនៅមួយបងណុចដែរសៃណុចហ្នឹងនិយាយទៅចេះអញឲ្យឯងនៅឯរឹងក្បាលអញនិយាយអីឯងស្ដាប់ផងបាច់មិននៅមួយអញទេពេលហ្នឹងសៃណុចគេទំការហើយទៅវាចេះអត់ទេខ្ញុំសុំនៅមួយបងណុចឯងដែរទៅសៃណុចថាអត់ទេលើកទី1ស្រាប់តែលើកទី2យកសំដងទៀតវាមកតោងជើងសៃណុចហ្នឹងអោបជើងជាប់ចឹងហ្នឹងសៃណុចប្រាប់បងឯណាតែចាប់អោបជើងជាប់ថាបងណុចខ្ញុំសុំនៅមួយបងណុចឯងផងចឹងណាសៃណុចក៏និយាយចេះបើមិននៅមួយអញនិយាយអីឲ្យចេះស្ដាប់អត់មានមករឹងក្បាលទៀតទេតែបើនិយាយរឹងក្បាលមិនបាច់មិននៅមួយអញទេនិយាយតែប៉ុណ្្នឹងឯណាសៃណុចហ្នឹងក៏ទងន់ទៅក៏គិតថាប្អូនបងទៅកើតអីចឹងទៅតែដល់ពេលទៅអេកូកូនស្រីចាប់ដល់ពេលអេកូកូនស្រីអ្នកទាំងអស់គ្នាក៏គិតថាចេះប្រហែលជាសៃណុចស្រឡាញ់បងបងពេកចឹងណាបានចេះតែសម័យថាជាប្អូនបងទៅចាប់ជាតិជាមួយអីចឹងទៅស្រាប់តែហើយអីហើយពេលហ្នឹងសៃណុចអត់តាន់ដឹងទេថាបងទៅបញ្ជាន់រូបផ្សេងសៃណុចគេយល់សັບឃើញផ្សេងចឹងបានន័យថា2នាក់ខុសគ្នាពេលតែមួយជួបរឿងខុសគ្នាដឹងរឿងខុសគ្នាតើតាបង2នាក់សៃណុចមកនិយាយចូលគ្នាបានផ្គុំរឿងនឹងចូលចាបាទស្រាប់តែដល់ពេលហ្នឹងទៅក៏កូនកើតមកហើយក៏អានេះសៃណុចទំប្រាប់បងដែរណាថាវាមានស្នាមមានអីបងអូនមកសាក់អញ្ចឹងកន្លែងណាដែលសាក់ហ្នឹងវាមានដាមពពាលតែឥឡូវហ្នឹងដាមហ្នឹងលុបអស់ហើយវាលុបហើយវាទៅធម្មតាតែពេលដែលកើតមកភ្លាមហ្នឹងណុចប្រាប់បងណាអានៅកហ្នឹងក៏ស្នាមហើយកន្លែងវាសាក់កន្លែងណាស្នាមកន្លែងហ្នឹងហើយថាមិនវាមិនសៃណុចគាត់ថាមិនវាមិននេះវាបកាយមួយអ្នកផ្ទះហ៎ចុះអ្នកផ្ទះសៃណុចស្គាល់បងប្អូនបងទាំងអស់អ្នកផ្ទះសៃណុចស្រឡាញ់បងប្អូនបងបងទៅតែផ្ទះហ្នឹងទេនេះមើលកូនស្រីមិនមែនប្រុសផងតើតែពេលមកជួបបងបានដឹងថាប្អូនបងវាទៅចាប់ជាតិជាមនុស្សស្រីវាប្រាប់ថាវាលេងចង់កើតជាមនុស្សប្រុសទៀតហើយមិនបានធ្វើអីនឹងអញ្ចឹងណាវារបៀបអញ្ចឹងវាចង់ដឹងអារម្មណ៍មនុស្សស្រីថាអារម្មណ៍មនុស្សស្រីនឹងមិនបានធ្វើអីមិនចេះតាមិនត្រូវចិត្តអញ្ចឹងណាអញ្ចឹងវាកើតមនុស្សស្រីម្ដងវាលេងកើតជាមនុស្សប្រុសហើយនឹងតែកើតជាមនុស្សស្រីអាហ្នឹងគាត់ហើយក៏យើងបានឃ្លាគ្នាទៅអាហ្នឹងរឿងមួយវគ្គណាបងអត់ដើរដឹងពីពេលដែលប្អូនបងគាត់ពិបាកចិត្តនឹងទេតលតែជួបដូចដឹងជួបពួកម៉ាក់ក្រោយទៀតបានដឹងតែចេះមុននឹងវាធ្វើអញ្ចឹងណាវាហត់ចូលឡានវាយកកំបិតណាវាយកមកអាកកខ្លួនឯងចាហើយផ្ទះសៃណុចនោះគេស្រែកឡើងមកផ្ទះសៃណុចចាបងអើយខ្ញុំកាក់បេះដូងដោយសារវាតេវាហត់ហើយកបិតកទឹមសលៀងហើយវាយកមកអាកកខ្លួនវាឲ្យឈាមមកចឹងពួកបងអត់ដឹងទេ
ពួកបងការហើយចឹងបាយផ្ទះរៀងខ្លួនអស់ហើយក៏បងប្អូនបងមានបញ្ហាអីក៏អត់ដែលប្រាប់គ្នាដែរពួកយើងដោះស្រាយខ្លួនឯងរៀងខ្លួនទាំងអស់ដូចតែចាអ្នកខ្លះគេថាចាអូបងប្អូនមានរឿងអីមិនជួយគ្នាមិនមែនទេជួយប៉ុន្តែយើងខ្លួនឯងអ្នកអត់យកទៅប្រាប់ដើម្បីឲ្យជួយដោះស្រាយហើយពេលដែលស្លាប់ហើយហ្នឹងពួកម៉ាក់វាទាំងអស់ជួបរឿងខុសគ្នាទាំងអស់ដូចមានប្អូនប្រុសម្នាក់វាជិះចូលផ្ទះគាត់ទៅចូលដល់ផ្ទះភ្លាមអ្នកបងសុំអត់និយាយឈ្មោះពួកគាត់ទេណាគាត់ជិះចូលដល់ផ្ទះភ្លាមថាម៉ាក់គាត់ហ្នឹងចាប់ស្រោចទឹកភ្លាមហ្មងម៉ាក់គាត់មើលឃើញថាប្អូនបងជិះអោបពីក្រោយហើយដាក់កលើស្បែកអោបដូចចរន្តជិះកាលនៅរួចគ្នាអញ្ចឹងកាលគាត់នៅរួចអញ្ចឹងអោបកូននឹងពីក្រោយហើយនេះអីមានណាបងប្អូនបងស្លាប់បាត់អីហ្នឹងហ្នឹងមួយបើសិនដូចហ្នឹងអ្នកចិត្តខាងហ្នឹងគេឃើញប្អូនបងរត់តាមឡានសិនដូចហ្នឹងស្រស់មិនយកសពទេណាហ្នឹងដូចហ្នឹងនិយាយប្រាប់បងថាចេះបាយមើលគាត់ហៅឲ្យខ្ញុំឈប់ឡានណោះផ្លិចប្អូនទេគេរត់តាមឲ្យគ្នាឡើងឡានបងមិនយកសពទេណាភ្នែកស្រស់ហ៎តែសិនដូចចេះមកអស់ហើយតាមានអ្នកណាទៀតមិនឃើញអូនរត់តាមពីក្រោយនឹងវាតាមតាសណ្ដុចហ្នឹងតទៅពេលហើយមានច្រើនអ្នកទៀតដែលជួបពេលដែលគាត់ស្លាប់ហើយហ្នឹងហើយម្នាក់ខ្លាចគាត់គ្រប់គ្នាតែបងអូនមកស្លូតណាដោយអធិការអញ្ចឹងសាក់ទៅរូបតែស្លូតអញ្ចឹងគាត់សាក់ដែរតែគាត់ស្លូតអត់មកកយទេហើយគេជួបព្រឿងទាំងអស់គាត់មករហទាំងអស់គ្នាអញ្ចឹងតែអ្នកដែលមករហ្នឹងអត់ខ្លាចទេហើយណុចហ្នឹងដល់ពេលជួបណុចហ្នឹងក្រោយទៀតបានណុចហ្នឹងនិយាយទៅចេះព្រោះបងទៅក្រោយគេទេបងដឹងរឿងប្អូនបងក្រោយគេទាំងអស់ណុចទៅចេះពេលណុចហ្នឹងអ្នកដូរខោអាវឲ្យប្អូនបងពេលដែលប្អូនបងស្លាប់ហ្នឹងយកទៅវត្តណុចហ្នឹងអ្នកដូរខោអាវឲ្យហើយណុចហ្នឹងអោនទៅខ្សឹបប្រាប់តិចប្អូនប្រុសបងទៅចេះអាបារោនមកឯងកើតជាកូនបងមកបងចង់ដឹងថាវាល្មិចបានឯងធ្វើអញ្ចឹងឯងទៅឲ្យហេតុផលមកបងចង់ដឹងពីព្រោះអ្នកគ្រប់គ្នាគេនិយាយអត់ឲ្យឯងធ្វើចឹងទេព្រោះគាត់ព្យាយាមអញ្ចឹងច្រើនដងហើយមិនបានឯងដាច់ចិត្តអញ្ចឹងបងចង់ដឹងពីមូលហេតុបើអញ្ចឹងកើតជាកូនបងណាដូចហ្នឹងទៅខ្សឹបនៅសពប្អូនប្រុសបងហ្នឹងហើយដូចហ្នឹងអ្នកលៀងខ្លួនលៀងអីដូរអាវដូរអីឲ្យប្អូនប្រុសបងនៅរឿងប្អូនបងប៉ុណ្ណឹងបាទចុះបងសុំអាចប្រាប់បានទេថាគាត់កើតមានរឿងហេតុអីបានគាត់គិតអញ្ចឹងហើយគាត់បញ្ចប់ដោយបែបណាអញ្ចឹងបើចែកម្លែកអត់បានគាត់អីដែរណាបងអាចនិយាយបានតែចឹងគាត់ depression អញ្ចឹងណាហ្នឹងហើយគាត់ depression ហ្នឹងហើយបងគាត់ពេលហ្នឹងម៉ាក់បងស្លាប់មុនគាត់ហើយប្អូនប្រុសបងគាត់ស្និទ្ធមួយម៉ាក់បងជាងបើបងស្និទ្ធមួយប៉ាបងជាងអញ្ចឹងដូចជីវិតគាត់ចឹងមានតែម៉ាក់បងមានតែបងហើយនឹងមានសង្សារគាត់មានតែ3នាក់នឹងទេគាត់អាយុប្រហែលប៉ុន្មានអាចដឹងបានទេបងបើឥឡូវបើដល់ឥឡូវ20ពេលដែលគាត់បាត់បង់20ជាងហ្នឹងបងស្ដើងហ្នឹងណា20ជាងមិនហ្នឹងហើយ20ស្ដើងហ្នឹងឯងឥឡូវហ្នឹងបើឥឡូវអាយុគាត់ប្រហែលជាខ្ទង់29 28អូខេបងចុះគ្រួសារបងប្រើប្រាស់ជីវិតបែបម៉េចដែរព្រោះខ្ញុំមានអារម្មណ៍ថាបងនិយាយគ្នាមួយគ្រួសារបងអញ្ចឹងនិយាយព្រោះដាក់គ្នាទៅវិញទៅមកអញ្ចឹងអូនម៉ាក់ប៉ាអញ្ចឹងនិយាយគ្នាបារម្ភតាំងពីគាត់និយាយពីបងប្រុសរបស់គាត់ដែលនិយាយមួយម៉ាក់ហើយនិយាយប្រើពីអូនបាទគ្រួសារគាត់ហៅគ្នាអូនទាំងអស់អញ្ចឹងហៅអូនទាំងអស់អញ្ចឹងឯងម៉ាក់ទាំងអស់ទាំងបងប្រុសអីក៏និយាយមួយប៉ាម៉ាក់អូនដូចគ្នាដែរនិយាយមួយប៉ាម៉ាក់និយាយចឹងហ្នឹងនិយាយម៉ាក់ប៉ាអូនបើបងនិយាយមួយបងប្រុសបងអីបងអូនទៅណាមកណាព្រោះគេច្រឡំតែចឹងឯងអង្កាលនៅរៀននៅបាត់ដំបងរៀនវិទ្យាល័យអីចឹងតែរាល់ថ្ងៃអាទិត្យបងពីអ្នកប៉ាបងទៅញ៉ាំកាទៀវហើយសុំកំ pl ែងក្រៅសាច់រឿងតិចណាបងប្អូនកុំប្រកាន់តែពេលទៅកាទៀវចឹងបងច្រាំប្រាប់ប៉ានេះអូនញ៉ាំអានេះចេះអូនញ៉ាំអានេះអូនញ៉ាំមនុស្សអីចឹងណាមកដល់សាលាវិញអានេះអត់ចូលចិត្តយើងគេថាចេះញ
មួយហ្នឹងមានតាអញ្ចឹមអញទៅស៊ីកាទៀវមួយម៉ាក់អញអញលឺវានិយាយមួយតាហ្នឹងសិតថាបងប៉ាហើយអូនហើយជំនាន់ហ្នឹងគេមិនហៅអីគេប៉ាអ្នកចំយើងហៅប៉ា ហ្នឹងហើយដល់ពេលហ្នឹងទៅមានណាប្តឹងឡើងយកទាំងអស់គ្នាទៅ គេយកច្រឡំ ហ្នឹងហើយ មិញគ្នាយើងឆាតមកផេកខ្ញុំមើលមិញស្គាល់ប្អូនបងហើយជាមកថាអានឹករលឹកប្អូនប្រោនបាទគេឆាតចូលផេកដែរហើយមានគ្នាយើងម្នាក់អ្នកទៀតស្គាល់ប្អូនបងស្រីដែរ បងអរគុណណាមិត្តភ័ក្តិរបស់ប្អូនបងណាពួកគាត់ពិតជារាប់អានប្អូនបងចាញ់ពីចិត្តពិតមែនហើយប៉ុនរបស់គាត់ណាសូម្បីតាបងប្អូនខ្លះពួកបងអត់ប្រាប់ផងហើយបើថាពួកម៉ាក់វិញមកឡើងច្រនខ្លាំងហ្មងឡើងពួកបងអត់ដឹងថាចេះបងប្អូនមកអត់មត់តែពួកម៉ាក់មកច្រើនម៉េះ ញាតច្រើន អូយពួកម៉ាក់ច្រើនខ្លាំងមែនទេហើយពួកបងអត់មានបានធ្វើបាយធ្វើទឹកអីណាភ្លាមហ្នឹងរត់ទៅទិញនំប៉័ងនៅចិត្តផ្សារនៅចិត្តវត្តនឹងយកមកចាយគ្នាតាហើយម្នាក់មកមួយគេសោកស្ដាយគ្រប់គ្នាគេនឹកស្មានអត់ដល់ទេតែគេដឹងថាប្អូនបងចិត្តដាច់ចិត្តខ្លាំងអញ្ចឹងតែស្លូតណាអ្នកដែលស្គាល់ដឹងហើយប្អូនបងអត់ចេះរឿងគេទេបាទស្លូតណា អូខេអ្នកនរគ្នាយកឃើញមិនដែរចំពោះសាច់រឿងប្អូនប្រុសគាត់បកើតដែលមិត្តភ័ក្តិទូទៅតែងតែហៅគាត់ប្រោនហើយខ្ញុំក៏សូមជូនបុណ្យកុសលទៅគាត់ផងហើយគាត់បានកើតកន្លែងសុខហើយណាបើតាមស្ដាប់ណាបងបាទក៏សូមជូនបុណ្យជូនកុសលគាត់ផងដែរបាទដូចគ្នាខ្ញុំឲ្យឥឡូវហ្នឹងនិយាយស្មោះត្រង់ឲ្យដល់ពាក់ព័ន្ធមួយរឿងជាងចឹងនឹកឃើញអានឹងរហូតគឺតែងតែចង់ជូនកសលផលបុណ្យដូចនិយាយចឹងបើសិនជាកសលផលបុណ្យដែលខ្ញុំបានសាងកសលផលបុណ្យទាំងអស់ហ្នឹងសូមជូនទៅដល់ប្អូនប្រុសប្រោនដែលជាប្អូនរបស់បងនីតាទោះបីឥឡូវបើតាមស្ដាប់បងស្រីមកគាត់កើតជាមនុស្សស្រីហើយក៏ដោយប៉ុន្តែខ្ញុំជឿថាកសលផលបុណ្យនឹងជូនទៅគាត់បានឲ្យគាត់រីកចម្រើននៅរបៀបទទួលបានសេចក្តីសុខស្ដីចម្រើនអីរបៀបអត់ដឹងជាមកទេមកនិយាយកើតកន្លែងល្អជួបតែរឿងល្អដូចគ្នាបាទហើយប្រហែលជាមនុស្សគាត់មានបុណ្យច្រើនដែរនិយាយស្មោះត្រង់បានគាត់អនិច្ចកម្មបានរយៈពេលខ្លីហើយចាប់ចិត្តយកមកគាត់ហើយបាទគាត់ធ្វើហ្នឹងគាត់អង្គុយហើយគូគាត់ហើពីដីទៅវិញនេះសដោកជើងមិត្តភក្តិខ្ញុំអញ្ចឹងដែរនៅច្រឹងពួយអង្គុយអញ្ចឹងអើបន្តិចតែមិត្តភក្តិខ្ញុំបើពេលអូស្ងោខ្ញុំស្ងោមែនតើដោយសារដុតនៅស័ង្កសីពាត់ជុំវិញហើយទឹកភ្លើងតែមួយក៏អត់ដែរបងប្អូនម្នាក់ក៏អត់ដែរមានតែមិត្តភក្តិខ្ញុំជិះម៉ូតូទៅពេលហ្នឹងខ្ញុំនៅ event គេផ្ញើរូបឲ្យខ្ញុំត្រង់អត់បានខ្ញុំយំនៅកន្លែង event គេហ្នឹងហ្មងដល់ពេលអញ្ចឹងខ្ញុំឡើងទៅខេត្តហ្នឹងទាំងយប់ឡើងជិះម៉ូតូទៅភ្លាមហ្មងទៅដល់ស្ងោចនិយាយថាអត់មានភ្លើងសំបីតែមួយអំពូលកំប៉ុងជើងធូបរូបថតនៅលើកៅអីជ័រក្រហមនៅហ្នឹងទៅកំប៉ុងជើងធូបនៅក្រោមកឡាប់ហើយទៀនភ្លៅអាទីហេញអាដូចជ័រចាអាលុតហើយអត់មានធូបអត់មានទៀនក៏លុតអត់មានកៅដែរដូចថាមិត្តភក្តិខ្ចីមិនយកទៅសងអីហ៎ចាគឺនៅពេញដីនឹងក្រោមនឹង2-3ផ្លេក្រោមទៅហើយសង្កសីពាត់ជុំវិញគេបូជាតាអ្នកបូជា2នាក់ហើយមិត្តភក្តិខ្ញុំ 4-5 នាក់ហ្នឹងថាខ្ញុំអូយសង្កោចាំដល់ឥឡូវមើលហើយអ្នកមានហ្មងមិនធម្មតាមិនអ្នកខ្វះខាតទេចឹងសង្កោមែនតើដល់ពេលនិយាយមិនដល់ទៅបូជាគាត់អញ្ចឹងវិញមានរឿងពីក្រោយវែងឆ្ងាយអញ្ចឹងបាទអូខេអញ្ចឹងអ្នកនរគ្នាយកឃើញមិនដែរចំពោះសាច់រឿងបងនីតាដែលគាត់បានចែកម្លែកជាមួយនឹងប្អូនប្រុសគាត់ជាមួយនឹងប្អូនប្រោនបាទហើយរឿងមិននិយាយស្មោះត្រង់វាមិនមែនជារឿងមួយដែលខ្លាចវាមិនមែនរឿងដែលខ្លាចទេប៉ុន្តែក៏គួរតែចាប់អារម្មណ៍ពីជំងឺ depression នឹងមួយដែរយើងកុំមើងងាយពេកអីណាបើអាចបើអ្នកនរគ្នាដឹងថាខ្លួនឯងអត់សូវស្រួលហើយគួរតែជួបពេទ្យឬក៏ជួបអ្នកជុំវិញខ្លួនដែលអាចប្រឹក្សាបានណាកុំតែឯងណាពីបងទៅដែលបងធ្លាប់បើសិនជាខ្លួនយើងផ្ទាល់មានអារម្មណ៍ថាអូយើងចូល depression ហើយពីព្រោះពេលខ្លះយើងអត់ depression ទេតែយើងយកខ្លួនឯងចូលទៅ depression ហ្នឹង
ហើយបើដឹងថាចាជំងឺហ្នឹងត្រូវតែជួបពេទ្យជួបអីអស់លុយចាយពេលវេលាអីច្រើនអីចឹងណាវាសាំញ៉ាំញ៉ៃអញ្ញៃបងប្អូនទាំងអស់គ្នាដែលមានអារម្មណ៍ថាខ្លួនឯងមានជំងឺ depression ហ្នឹងពីបងទៅធ្វើចេះវិញទៅវិបស្សនា10ថ្ងៃឯងបើខ្លួនឯងមានអារម្មណ៍ថាខ្លួនឯង depression ពីព្រោះអ្នកខ្លះអត់ depression ទេតែគិតថាខ្លួនឯង depression ពីព្រោះខ្លួនឯងកំពុងតែជួបបញ្ហាមួយតែខ្លួនឯងអត់ depression ទេអញ្ចឹងចេះវិញទៅវិបស្សនាទៅឲ្យខ្លួនឯងយល់ព្រោះវិបស្សនាហ្នឹងមិនមែនតែរៀនធម៌រៀនអីទេអត់មែនរៀនធម៌រៀនអីទៅអីទេគ្រាន់តែឲ្យចិត្តយើងស្ងប់ឲ្យខ្លួនយើងស្អាតពេលដែលចិត្តយើងស្ងប់យើងកំពុងតែជួបបញ្ហាអីមួយហើយចិត្តយើងស្ងប់ហើយយើងដោះស្រាយបញ្ហានឹងបានហើយមិនបាច់ចាំថាចេះអូយពេលគេមានបញ្ហាគេតែងតែមករកអញដោះស្រាយឲ្យគេបានគ្រប់គ្នាតែអញមានបញ្ហាអ្នកទាំងអស់គ្នានឹងអត់មានអាណាជួយដោះអញបានសោះអញ្ចឹងអញ depression ណាអញតឯងហើយគេថាទៅពេទ្យទៅអីខ្លាច់លោកគេថាឈួតគេថាអីចឹងទៅវិបស្សនាជឿបងតែ10ថ្ងៃឯងពេលដែលទៅអារម្មណ៍យើងស្ងប់បញ្ហាអីក៏ដោះស្រាយទៅបានដែរហើយរាល់បញ្ហាជួបបញ្ហាតូចដោះតូចជួបបញ្ហាធំដោះធំកុំបញ្ចប់ខ្លួនឯងដោយអញ្ចឹងបងជួបបញ្ហាច្រើននៅក្នុងជីវិតហ្នឹងបងជួបច្រើនមែនតើបងថាបងអ្នកសម្រាប់ខ្លួនមុនប្អូនប្រុសបងទៀតតែបងគិតទៅថាចេះមនុស្សអញអត់ដែលធ្វើអាក្រក់ដាក់អ្នកណាមុនទេណាមិនបងអត់ចេះធ្វើអាក្រក់ទេបងចេះធ្វើអាក្រក់ដូចគ្នាតែបងអត់ដែលធ្វើដាក់អ្នកណាមុនទេបើសិនឧទាហរណ៍ថាអូនឯងមកធ្វើដាក់បងមុនណាបានបងបកទៅវិញតែបើឲ្យតេបងទៅធ្វើដាក់អូនឯងអត់មាននៅជីវិតបងគឺអត់មានពាក្យហ្នឹងទេបងអត់ទៅធ្វើអាក្រក់ដាក់អ្នកណាមុនទេអ្នកស្គាល់បងគេដឹងបងទេបាទអញ្ចឹងប្រាប់ខ្លួនឯងចេះអញអត់ដែលធ្វើអាក្រក់ដាក់អ្នកណាគេទេហើយអញធ្វើតែប៉ុនអញ្ចឹងអញអង្គុយចាំប៉ុនអញនឹងមកដល់មើលកុំឲ្យងាប់មុនប៉ុនណាអ្នកខ្លះមានប៉ុនតែមានបាបមកដែរអញ្ចឹងត្រូវទទួលបាបសិនតោះតែយើងទទួលបាបអស់បានប៉ុនបាទហើយបើយើងងាប់មុនបានប៉ុននេះហ្នឹងអញ្ចឹងមិនបានតែបាបដដែលទេហ្នឹងហើយអត់តន់ស្គាល់សុខហ្នឹងអញ្ចឹងទ្រាំទៅអត់មានអីជាងទ្រាំទេតែមកតាហើមទេដូចយើងមកតាហើមចង់បញ្ចប់ខ្លួនឯងអញ្ចឹងពេលដែលចង់បញ្ចប់ខ្លួនឯងទ្រាំទៅតែមកតាហើមផុតទុកហ៎អញ្ចឹងបកមកវិញមកប្រាប់ខ្លួនឯងទៅថាចេះទៅអាបបាក់នឹងទ្រាំទៅមកតាហើមទៀតហើយបើថាបបាក់ខ្លាំងទៅវិបស្សនារាល់បញ្ហាទាំងអស់ឲ្យតែខ្លួនឯងស្ងប់ដោះស្រាយបានហើយយើងម្នាក់អត់មានអីជីជាងដង្ហើមយើងខ្លួនឯងទេពេលដែលយើងដកដង្ហើមបានណាយើងរស់ហើយកុំមើលថាចេះអូគេមានឡានថ្លៃគេមានជីវិតបែបនេះគេមានជីវិតគេមាន17ប្រាវគេមានចេះប្រាវមិនបាច់ចាប់ទៅមើលទេពីព្រោះកាពះវាតែមកក្តាប់ដូចគ្នាញ៉ាំបាយមួយត្រីងៀតក៏ញ៉ាំតែមួយចានញ៉ាំអូម៉ាកាសេក៏ញ៉ាំតែមួយចាននោះដូចគ្នាអូនឯងទៅញ៉ាំអូម៉ាកាសេរាប់$100ក៏គេមិនមែនដាក់ឲ្យអូនឯងញ៉ាំម្ដង10គីឡូដែរមិនតិចដូចគ្នាចាំតែកាពះវាតែមកប៉ុណ្្នឹងទេអីដែលសំខាន់គឺដង្ហើមខ្លួនឯងពេលដែលយើងយល់ថាចេះយើងដកដង្ហើមបានណាអីក៏ដោយក៏ដោះស្រាយបានទៅដូចគ្នាអានេះពីបងអរគុណបងអរគុណស្ដាប់បងឲ្យធូរស្រាលហ្នឹងបាទធ្វើឲ្យខ្លួនឯងធូរស្រាលបានច្រើនមែនតើអូខេហើយមានបងមានគ្នាយើងម្នាក់មីសេកមកដែលស្គាល់បងណាខ្ញុំសុំអានសារនឹងជូនបងបាទខ្ញុំអាណិតគាត់ណាស់ប្អូនប្រោនជាមនុស្សល្អខ្ញុំតែងតែនឹករលឹកគាត់ម្ដងម្កាលហើយប្រហែលជាគេស្និទ្ធស្នាលហើយគាត់នៅចម្ពាក់ខ្ញុំ$20តែខ្ញុំមិនឲ្យគាត់សងទេគាត់បានសុខសប្បាយទេមកពន្យល់សុបិនថាគាត់តែងតែនៅកន្លែងផឹកស៊ីម្នាក់ឯងហើយគាត់សើចញញឹមប្រាប់ខ្ញុំថាគាត់បាននៅកន្លែងដែលគាត់សប្បាយចិត្តគាត់ស្រងោតស្រងាត់មុខគាត់ស្អាតណាស់គាត់សាក់រូបមកពីមិនតាន់ហើយកាលនឹងដូចជាសាក់បានពាក់កណ្ដាលហើយគាត់យកខ្សែកចង្កេះពេលគាត់បញ្ចប់ខ្ញុំសូមអត់អានហើយចុងក្រោយ
អាណិតប្អូនខ្លោចចិត្តឮថាគាត់បានចាប់ជាតិចឹងខ្ញុំសប្បាយចិត្តណាស់អាណិតប្អូន slot ហើយមានបន្ថែមតិចទៀតបងផ្ដាំបងស្រីគាត់ផងកុំឲ្យពិបាកចិត្តណាមនុស្សល្អណាមិនសមស្រឡាញ់ចុចបាទប៉ុណ្ណេះឯងអូខេអញ្ចឹងគាត់ message មកវាច្រើនហើយដឹងសាច់រឿងច្បាស់តែគ្រាន់តែខ្ញុំអត់អាចទៅអានជូនពុកម៉ែបងប្អូនទាំងអស់បានដែរដើម្បីរក្សាឯកជនភាពឲ្យអ្នកនៅរស់អញ្ចឹងបាទហើយមែនតើនិយាយស្មោះត្រង់ទៅពីខ្ញុំទៅខ្ញុំយល់តាំងពីពេលបងស្រីគាត់ប្រហែលបើខ្ញុំយល់ថាមិនអីអញ្ចឹងមិនថានឹងឲ្យយើងគោរពឯកជនភាពរបស់ម្នាក់អញ្ចឹងគាត់ក៏បានទៅសុកហើយឥឡូវដោយបងស្រីបាននិយាយគាត់ទៅបានកើតបានទៅកន្លែងដែលគាត់ចង់បានហើយតាមដែលស្ដាប់មកគាត់ពិតជាមានបុណ្យច្រើនមែននិយាយមែនតើណាព្រោះមករយៈពេលខ្លីហើយគាត់ចង់ទៅកើតជាមនុស្សស្រីគឺទៅបានហ្មងទៅកើតជាមនុស្សស្រីហើយអ្នកដែលគាត់ចង់ទៅនៅជាមួយគឺគាត់ទៅនៅបានទៀតអញ្ចឹងខ្ញុំគិតថានេះជាបុណ្យកុសលធំធេងណាស់ដែលគាត់អាចសុំតាមតម្រូវចិត្តគាត់មែនណាចាបាទខ្ញុំអត់ដឹងស៊ីជម្រៅតែមិនតែស្ដាប់បងស្រីមកខ្ញុំទទួលបានអារម្មណ៍ថាអញ្ចឹងបាទបាទមិននិយាយរឿងតកើតហ្នឹងមកភ្ជាប់មួយទៀតព្រោះពេលហ្នឹងបងទៅបច្ចុប្បន្នរូបហ្នឹងបងហៅម៉ាក់បងមកដែរពីព្រោះម៉ាក់បងខូចមុនប្អូនបងណាម៉ាក់បងក៏ទៅចាប់ជាតិដូចគ្នាដែរតែគាត់ថាចេះមិនបានម្នាក់អត់ដូរគាត់ទៅជាមនុស្សប្រុសអញ្ចឹងឲ្យគាត់ទៅជាស្រីដដែលអញ្ចឹងពីព្រោះអាហ្នឹងបងទៅតែយល់ពីព្រោះម៉ាក់បងខូចហើយប្អូនប្រុសបងខូចហើយបងទៅបច្ចុប្បន្នរូបបានបងយល់ដល់ពេលប៉ាបងខូចពេលដែលយើងមានសាច់ញាតិដែលគាត់ខូចអញ្ចឹងអាចារ្យតែងតែហៅនេះអ្នកណាមានឈ្មោះនេះចូលមកអ្នកណាមានឈ្មោះអាយុឆ្នាំអ្នកណាមានឆ្នាំនេះចូលមកអ្នកណាមានឆ្នាំនេះចូលមកអ្នកដែលឆ្នាំដែលខ្ញុំអត់បានហៅមិនបាច់ចូលទេអាហ្នឹងគេហៅមកដើម្បីឲ្យមានទាំងប្រុសមានទាំងស្រីអញ្ចឹងសពហ្នឹងអាចរើសបានទេថាខ្លួនឯងចង់កើតជាស្រីឬប្រុសអត់ដឹងអានេះបងសួរហ្នឹងដោយសារតែបងហ្នឹងបងទៅបច្ចុប្បន្នរូបដឹងថាម៉ាក់បងខឹងថាមិនបានមិនព្រមឲ្យគាត់កើតជាប្រុសគាត់មិនចង់កើតជាស្រីហត់ណាមើលកូនផងមើលអីផងនៅតែខុសអីចឹងមិនត្រូវចិត្តគ្រប់គ្នាទៀតគាត់ចង់កើតជាប្រុសចាញ់ធ្វើការអត់មានទៅហត់អីច្រើនអីចឹងតែម៉ាក់បងក៏ទៅកើតជាស្រីដដែលដែរចាអានេះដែលបងដឹងបន្ថែមបន្តិចទៅបាទអូខេអ្នកនរគ្នាសាច់រឿងជាមួយនឹងបងប្រុសគាត់ឈ្មោះប្រោននេះក្តុកក្តួលមែនហ្មងក្តុកក្តួលអូខេហើយសុំបន្ថែមបន្តិចបងជើញបន្ថែមមកចឹងបងសុំបន្ថែមបន្តិចអត់ចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍អីទេអានេះបងអត់ចង់ detail អីទេតែបងយល់អារម្មណ៍អ្នកទាំងអស់គ្នាថាដែលស្គាល់ហ្នឹងតែងតែបន្ទោសមកចំហៀងទៀតទៅអញ្ចឹងអ្នកដែលដឹងរឿងគាត់តែងតែបន្ទោសមកចំហៀងទៀតទៅតែពីបងទៅបងអត់ដែលបន្ទោសប្អូនស្រីបងនឹងទេសង្សារប្អូនបងមកអត់ដែលបន្ទោសទេហើយក្រុមគ្រួសារបងនៅតែស្រឡាញ់គាត់ដដែលពួកបងអត់ដែលបន្ទោសសូម្បីតែមួយម៉ាត់ពួកបងយល់ថាការស្រឡាញ់គ្នារស់នៅមួយគ្នាអត់ចោះសម្រុងជារឿងមនុស្សពីរនាក់มันមានអ្នកណាមានឥទ្ធិពលមកសម្លាប់យើងបានទេនឹងគឺចិត្តយើងខ្លួនឯងអញ្ចឹងបានបងនិយាយថាអត់មានអីជាជាងឲ្យខ្លួនឯងស្ងប់ទេកុំឲ្យយកអារឿងមួយទៀតយកមកហើយធ្វើបញ្ចប់អញ្ចឹងកុំអញ្ចឹងតែពេលអញ្ចឹងអ្នកដែលរស់នៅមានវិបដិសារីអ្នកដែលស្លាប់ទៅក៏ត្រូវមានវិបដិសារីក៏ត្រូវបាត់បង់ពួកបងជាគ្រួសារក៏មានវិបដិសារីក៏ត្រូវបាត់បង់ហើយដៃគូរបស់គាត់ក៏មានវិបដិសារីក៏ត្រូវបាត់បង់ដូចគ្នាដែរបងអត់ចង់ឲ្យបន្ទោសមិនចំពោះតាប្អូនបងទេគូណាក៏ដោយពីព្រោះដឹងស្រាប់ហើយថារឿងហ្នឹងវាមានច្រើនណាស់ដែលកើតឡើងអញ្ចឹងគួរកុំបន្ទោសមកចំហៀងទៀតបេះដូងតែខ្លួនឯងទាយបេះដូងខ្លួនឯងត្រូវហងដឹងថាគេធ្វើឲ្យពិបាកចិត្តហើយនៅតែនៅស្រឡាញ់គេទៀតខ្លួនឯងហាមខ្លួនឯងអត់កើតផងនឹងតែបន្ទោសអ្នកដទៃមិនអញ្ចឹងបងអត់ចង់ឲ្យអ្នកទាំងអស់គ្នាបើដឹងឮឬក៏ជួបឬក៏អីកុំបន្ទោសមកចំហៀងទៀតចង់បន្ទោសខ្លួនឯងទៅហើយបងពិតជាអត់ដែលបន្ទោសប្អូនស្រីបងពិតមែនគាត់គឺជាមនុស្សល្អស
សង្សារបងអូនបងគាត់គឺជាមនុស្សល្អពិតមែនគាត់មានបេះដូងធំទលាយគ្រាន់តែថាចេះអារឿងគាត់ពីរនាក់ជាបញ្ហាគាត់ដោះស្រាយមួយគ្នាមិនយល់ចិត្តគ្នានឹងជាបញ្ហារបស់គាត់តែបើនិយាយពីមនុស្សគាត់គឺជាមនុស្សស្រីដែលមានបេះដូងធំទលាយពិតមែនហើយអ្នកដែលស្គាល់គាត់ដឹងស្រាប់ហើយថាសង្សារបងអូនបងគឺជាមនុស្សល្អមិនចុះហ្នឹងហើយប៉ុណ្ណឹងចាខ្ញុំអត់តាមពិតណាខ្ញុំអត់ហ៊ាននិយាយកន្លែងនេះដោយសារវាអាចប៉ះពាល់ទៅគ្រួសារបងអញ្ចឹងណាគេអត់បានយកកបិតឬក៏មកធ្វើសម្រាប់យើងទេយើងខ្លួនឯងទេដែលគិតខ្លីមួយពេលគិតខុសមួយពេលទៅធ្វើរឿងដែលមិនគួរហ្នឹងមានច្រើនប៉ុន្តែខ្ញុំអត់ដែរហ៊ានណែនាំឬក៏ប្រាប់ណាគេដោយសារវា sensitive មែនតើពេលដែលប្រាប់អញ្ចឹងណានឹងមានពាក្យឡងមកវិញថាអ្នកឯងអត់ដែរចូលរឿងហ្នឹងអ្នកឯងគ្មានថ្ងៃយល់ទេអញ្ចឹងសំណាងមែនតើដែលបងគាត់យល់ចំណុចហ្នឹងបានជីវិតគាត់អត់នៅកន្លែងຕົកណាបាទជីវិតគាត់គិតបានធំគិតបានស៊ីជម្រៅទៅដែលគាត់អាចដឹងពីខ្លួនឯងថាចង់បានបែបណាអញ្ចឹងគាត់រស់នៅមានក្តីសុខជាងអោបភ្លើងភាសាយើងនិយាយទៅណាគាត់ទម្លាក់ចុះបានយើងនិយាយសួរស្ដាប់បាទហើយខ្ញុំសូមបន្ថែមតិចដែរបងដែលបងនិយាយមុនហ្នឹងពីខ្ញុំទៅខ្ញុំមិនមែននៅក្នុងហ្នឹងឯងប៉ុន្តែពេលដែលស្ដាប់បងហើយបានន័យថាខ្ញុំដឹងខ្លួនថាដូចពេលដែលបងដឹងខ្លួនឯងថានេះចឹងខ្ញុំមានអាហ្នឹងដូចគ្នាគាត់ថាពេលដែលបងនិយាយហើយខ្ញុំកាន់តែធូរស្រាលបងបាទនេះដូចជាកម្លាំងអីមួយដែលធ្វើឲ្យខ្ញុំកាន់តែធូរស្រាលហើយខ្ញុំគិតថាវាមានប្រយោជន៍មែនតើសម្រាប់ខ្ញុំគិតថាពេលដែលចេញទៅអ្នកដែលបានស្ដាប់គាត់ពិតជាទទួលបានទោះបីតិចច្រើនខ្ញុំមិនដឹងតែដឹងថាពិតជាទទួលបានដោយសារបងស្រីជាបងប្រុសបង្កើតរបស់ប្អូនគាត់ដែលធ្វើអត្តឃាតខ្លួនឯងប៉ុន្តែស្ដាប់បងនិយាយមកបងអត់ធ្ងន់ទៅខាងប្អូនប្រុសរបស់បងពោះអញនិយាយថាយើងមានជាក់ស្ដែងមាននឹងច្រើនដែរបើន័យថាការស្រឡាញ់អញ្ចឹងស្រឡាញ់កាន់តែខ្លាំងកាន់តែមានមិនតែអញខ្វល់ទេប្អូនអញសាច់ញាតិអញអីរបៀបអញ្ចឹងបងនឹងមានចិត្តលំអៀងមកទោះបីយ៉ាងណាក៏ប្អូនអញកូនអញអីដែររបៀបចេះខ្ញុំសុំទោសខ្ញុំនិយាយតាមស្មោះត្រង់អញ្ចឹងទៅប៉ុន្តែបងមកបងបែងចែកច្បាស់លាស់ហ្មងបងបង្ហាញអារម្មណ៍ច្បាស់លាស់ថាមិនមែនមកពីបែបនេះទេវាអាចចេះបងលើកឡើងទាំងប្អូនស្រីនឹងជាមួយបងល្អបេះដូងគាត់ស្អាតណាស់បេះដូងគាត់ទលាយណាស់ស្អីទាំងអស់ប៉ុន្តែបញ្ហាហ្នឹងគឺបញ្ហារវាងស្នេហ៍គាត់ពីរនាក់ទេខ្ញុំរំភើបមែនតើដែលលឺអាហ្នឹងពីបងទៀតពោះពេលដែលខ្ញុំគិតឃើញហើយលឺពីបងទៀតដូចនិយាយមកខ្ញុំកាន់តែធូរស្រាលខ្ញុំសប្បាយចិត្តមែនតើបងពេលដែលលឺបងឯងនិយាយចឹងពោះខ្ញុំគិតថាវានឹងមានប្រយោជន៍ទៅអ្នកស្ដាប់ទៀតបាទអរគុណបងព្រោះអត់ចង់ឲ្យទៅបន្ទោសព្រោះវាអត់មានអីជាងរឿងនៅចំពោះមុខទេហើយមនុស្សនៅចំពោះមុខទេហើយបើនិយាយពីគាត់ទៅគាត់មិនមែនតាបេះដូងធំចំពោះបងមនុស្សជុំវិញខ្លួនគាត់ទាំងអស់ណាបងអូនស្រីក៏មានបេះដូងធំទលាយជាមួយមនុស្សជុំវិញខ្លួនគាត់ទាំងអស់ដែរគ្រាន់តែថាចេះមនុស្សយើងមានចរិតមួយយ៉ាងណាដែលអ្នកខ្លះគេអត់ពេញចិត្តចរិតហ្នឹងទេសូម្បីតែបងខ្លួនឯងក៏បងមានចរិតមួយយ៉ាងដែលគេផ្សេងអត់ពេញចិត្តដូចគ្នាដែរតែគ្រាន់តែថាចរិតរបស់យើងហ្នឹងវាទៅវាយប្រហារគេអត់បើយើងអត់បានវាយប្រហារគេទេវាមិនមែនជារឿងធំទេវាមិនមែនរឿងខុសត្រូវចាវាមិនមែនរឿងខុសត្រូវហើយត្រូវចាំថាចេះរឿងស្នេហាមួយអត់មានអ្នកណាខុសអត់មានអ្នកណាត្រូវទេកុំបន្ទោសមកចំហៀងផ្សឹងពេលខ្លះព្រោះបងអូយបើនិយាយពីជីវិតដែលបងជួបបើថាដូរប្រធានបទកុំនិយាយរឿងខ្មោចតែនិយាយរឿងជីវិតវិញណាជក់ជាងរឿងខ្មោចទៀតជួបបងស្ដាប់ដោយសារបងបើកចិត្តនិយាយអស់ហើយគាត់បង positive អញ្ចឹងរឿងអីក៏អាចលើកឡើងលើតុកដើម្បីនិយាយដើម្បីចែកម្លែកបានដែរពីច្រើនគ្នាយើងខ្លះគាត់បាក់នឹងលើកដាក់លើតុកដោយសារគាត់អត់ចង់បង្ហាញអាការគិតគាត់បែបណាមកបង្ហាញដាក់លើតុកឯងចាអញ្ចឹងពេលចំពោះបងបង្ហាញដាក់លើតុកអញ្ចឹងគេគិតបងបែបណាអត់សំខាន់ទេសំខាន់បងគិតលើខ្លួនឯងបែបណាបានរឿងសំខាន់អញ្ចឹងបងហ៊ានបើកចំហបាទជីវិតរបស់បងណាជួបតែអញ្ចឹងគេបង្ហាជីវិតអត់សួរចម្លើយគេថាយើងខុសអត់សួរចម្លើយយើងគឺយើងខុសពងហ្មងហើយមិនបាច់ចាំទៅបកាយតវ៉ាជាមួយអ្នកណាព្រមលិខិតមនុស្សជុំវិញខ្លួនមិនបាច់បកាយទេ
បានត្រឹមតែស្ងាត់មាត់ខំមាត់ហើយនៅក្នុងកតុំនឹងទៅអត់តវ៉ាអត់អីទាំងអស់ចាំដល់ពេលអាកម្មដែលគេនិយាយគេដាក់ទោសយើងនឹងហើយត្រឡប់ទៅគេវិញបងគ្រាន់តែឈោមើលប៉ុណ្្នឹងហើយបងញញឹមប៉ុណ្្នឹងចប់បើជីវិតបងជួបច្រើនណាស់អាគេបហាជីវិតអត់សួរចម្លើយហ្នឹង អានេះបើនៃចាំហ្មងគឺរឿងអយុត្តិធម៌ ហ្នឹងហើយ តែបងស្រីប្រើពាក្យនេះឡូវហ្នឹងហើយ ហើយមួយទៀតខ្ញុំចាប់អារម្មណ៍ទាំងរឿងបងនិយាយថាបងជាមនុស្សដែរមិនដែលទៅធ្វើអាក្រក់លើអ្នកណាមុនទេហើយមិនមែនបងអត់ចេះធ្វើអាក្រក់ទេប៉ុន្តែអត់ចេះធ្វើដាក់គេមុនបើមកធ្វើដាក់ខ្ញុំមុនក៏មានទៅដែរអានេះខ្ញុំពិតជាទទួលបានវិជ្ជមានមួយជ្រុងទៀតពីបងព្រោះដោយសារអញនិយាយថាមនុស្សយើងមួយចំនួនគាត់អត់ហ៊ាននិយាយពីចំណុចអត់ល្អរបស់ខ្លួនឯងហ្នឹងទេបាទថាអត់ធ្វើល្អដាក់ណាគេប៉ុន្តែអត់ហ៊ាននិយាយអាហ្នឹងទេទាំងដឹងថាខ្លួនឯងមានតែអត់ហ៊ានបង្ហាញទេខ្ញុំជឿចង់និយាយថាជីវិតពិតខ្ញុំក៏ជួបមកដែរពេលដែលជជែកគ្នាពេលដែលមានបញ្ហាដូចឆ្លោះគ្នាណាមានបញ្ហាហ្នឹងតែងតែនិយាយពីគេទាំងអស់អត់មាននិយាយពីខ្លួនឯងណាគេចេះទាំងអស់តែខ្លួនឯងអត់មាននិយាយទេប៉ុន្តែបងបានលើកអាហ្នឹងមកអញ្ចឹងវិជ្ជមានមែនតើបងបើអ្នកស្អប់បងវិញតាដានជើងបងក៏គេឈូសចោលដែរខ្យល់ដង្ហើមបងក៏គេអត់ចង់ដកប៉ះដែរពីព្រោះពេលដែលបងធ្វើត្រឡប់ទៅវិញវាលើសអាគេធ្វើអាក្រក់ដាក់បងទៀតអានេះបើធ្វើអាក្រក់ដាក់បងតែមនុស្សបងមួយគេធ្វើអាក្រក់លើសពី3ដងដល់5ដងមិនបងបកទៅវិញលើកទី1បងអត់មាត់លើកទី2បងដើរចេញលើកទី3បងប្លុកអ្នកឯងលេងមានអីជាប់ពាក់ព័ន្ធនឹងខ្ញុំទៀតហើយតែព្យាយាមចូលមកទៀតបើមានលើកទី4ចូលលើកទី5បងបកទៅវិញហើយបាទនឹងឲ្យតាក់តងអាហ្នឹងខ្ញុំសង់អីសុំថែមមកចំណុចទៀតបងជាក់ស្ដែងដូចក្នុងជីវិតពិតរបស់ខ្ញុំមួយអធិការមកខ្ញុំលើកមកជ្រុងហ្នឹងដែលមានដូចគ្នាពួកខ្ញុំជាមនុស្សប្រភេទចេះបងដូចមនុស្ស2នាក់ដែលគេអត់ត្រូវគ្នាមនុស្ស2នាក់ដែលអត់ត្រូវគ្នាហើយ2នាក់ហ្នឹងស្គាល់ខ្ញុំទាំង2នាក់បាទអញ្ចឹងគេភាគច្រើនគេអាចនឹងអ្នកនេះនិយាយពីអ្នកនេះហើយអញ្ចឹងអត់ល្អអញ្ចឹងទៅហើយពេលដែលមកនិយាយជាមួយខ្ញុំគេស្រួលជាមួយខ្ញុំអត់ស្រួលជាមួយម្នាក់នេះតែស្រួលមួយខ្ញុំហើយម្នាក់នេះក៏ចឹងដែរអត់ស្រួលពីអ្នកហ្នឹងតែស្រួលមួយខ្ញុំអញ្ចឹងពេលដែលស្រួលខ្ញុំថាជាមួយខ្ញុំអត់អីហងបាទហើយខ្ញុំនៅធម្មតាមិនមែននិយាយស្មោះត្រង់មិនមែនចិនក្បាលស៊ីកតុយអីទេប៉ុន្តែគេអត់អីជាមួយខ្ញុំហ្នឹងនេះក៏អត់អីនេះក៏អត់អីអញ្ចឹងអានោះបញ្ហារបស់មនុស្សពីរនាក់តែខ្ញុំនៅអញ្ចឹងហើយអធិការមានអាហ្នឹងតែឲ្យទៅស្អប់ដោយសារការប្រាប់របស់អ្នកឲ្យខ្ញុំទៅស្អប់ខ្ញុំស្ដាប់Aឲ្យស្អប់ខ្ញុំទៅស្អប់Bមិនខាតបើ B ហ្នឹងល្អមួយខ្ញុំណាខ្ញុំអត់អីផងខ្ញុំភាគច្រើនអញ្ចឹងមកន័យថាទាំង3នាក់យើងដូចគ្នាចំណុចហ្នឹងបងដូចគ្នាដែរព្រោះមនុស្សបងគេចាក់ចូលទាំងអស់ចាក់មកចូលតែបើចាក់ទឹកខ្មៅអានោះអត់ចូលតែបើគេចាក់ទឹកសបងហ្នឹងបើគេមកល្អមួយបងហ្នឹងហើយដូចទៅអ្នកដើរមួយបងអញ្ចឹងមួយហ្នឹងអត់ល្អទេតែដើរមួយវាទៅអីម្នាក់ហ្នឹងវាធ្វើល្អដាក់អញទៅធ្វើល្មិចហើយឲ្យគ្រាន់គេមកធ្វើល្អជាមួយយើងបើថ្ងៃក្រោយគេធ្វើអាក្រក់អាហ្នឹងជារឿងថ្ងៃក្រោយតែឥឡូវគេមកធ្វើល្អមួយយើងឲ្យយើងប៉ាសែតមិនបាទអាហ្នឹងបងដូចគ្នាបងយល់ចំណុចហ្នឹងខ្ញុំនឹកឃើញដល់ពេលនិយាយអញ្ចឹងខ្ញុំនឹកឃើញពីខ្ញុំណាចែកម្លែកទេតែខ្ញុំមិនដែរចែកម្លែកពីដើមឡើយខ្ញុំចង់ធ្វើជាមនុស្សល្អចង់ខ្លាចជាមនុស្សល្អផឹងរហូតអត់ដែរ say no ឯង say yes គ្រប់កលៈទេសៈមិនថាការពឹងមិនថាលុយកាក់មិនថាពេលវេលាមិនថាការងារមិនថាឱកាសគ្រប់យ៉ាងខ្ញុំតែងតែ say yes រហូតដោយសារខ្ញុំចង់ឲ្យគេគិតថាខ្ញុំជាមនុស្សល្អតែដល់ពេលឥឡូវបាទខ្ញុំអាហ្នឹងគេហៅ self reflection ណាបានន័យថាមើលមកខ្លួនឯងវិញណាតាមពិតអាហ្នឹងវាមិនមែនជំរឿសល្អទេថ្ងៃណាមួយខ្ញុំតែងតែជាជនរងគ្រោះរហូតពេលដែលខ្ញុំ say yes រហូតខ្ញុំតែងតែជនរងគ្រោះរហូតឥឡូវខ្ញុំអត់ចង់ធ្វើជាមនុស្សល្អទេខ្ញុំគឺជាមនុស្សល្អតែហ្មងអញ្ចឹងសួរថាខ្ញុំមនុស្សល្អសួរថាមានចំណុចអាក្រក់អត់មានខ្ញុំចំណុចអាក្រក់ខ្ញុំមានច្រើនណាខ្ញុំមិនអត់មានទេគ្រាន់ឃើញក្នុងបណ្ដាញសង្គមខ្ញុំបង្ហាញអ្វីដែលល្អតែប៉ុណ្្នឹងខ្ញុំអត់ចង់បំពុលសួរថាខ្ញុំមានចំណុចខ្វះខាតចំណុចមិនល្អមានខ្ញុំចូលចិត្តផមតូនណាខ្ញុំជក់ web ខ្ញុំជក់បរិយថ្ងៃខ្លះខ្ញុំចង់ផឹកថ្ងៃខ្លះខ្ញុំចង់ផឹកខ្ញុំអត់ផឹកថ្ងៃណាខ្ញុំត្រូវទៅរៀនខ្ញុំទៅរៀនថ្ងៃណាខ្ញុំអានសភៅអញ្ចឹងចំណុចល្អចំណុចមិនល្អអ្នកណាក៏មានដែរគ្រាន់ថាខ្ញុំជ្រើសរើសយកចំណុចដែលល្អទៅបង្ហាញដើម្បីទៅ
ជា influence បណ្ដាញសង្គមបានន័យថាជាអតិពលមួយដែលជះទៅផលវិជ្ជមានមិនមែនជះទៅអវិជ្ជមានខ្ញុំអ្នកស្រឡាញ់បោះម៉ូតូហ្មងអំតូននិចហ្នឹងគឺខ្ញុំចូលចិត្តបោះខ្ញុំដាក់ម៉ោងរោលម៉ោង3ម៉ោង4ភ្លឺទៅបោះម៉ូតូដើម្បីកុំឲ្យគេថតកុំឲ្យអីចឹងដោយសារខ្ញុំស្រឡាញ់តែសួរទង្វើល្អអត់ល្អទេតែខ្ញុំស្រឡាញ់អាហ្នឹងហើយខ្ញុំអត់ចង់ឲ្យប៉ះពាល់អ្នកដទៃអញ្ចឹងអានេះបែបខ្ញុំរស់នៅប្រចាំថ្ងៃចាបាទអញ្ចឹងបងបន្តពីអត្តការបន្តិចអញ្ចឹងបងបកខុសពីធានប័ណ្ណទេអញ្ចឹងមិនបងនិយាយតែចេះអាការស្រឡាញ់ហ្នឹងវារៀងខ្លួនអាល្អនិងអាក្រក់វាមាននៅក្នុងរៀងខ្លួនគ្រាន់តែបញ្ចេញឬមិនបញ្ចេញតែប៉ុណ្្នឹងឯងយល់ពីអារម្មណ៍ដែលអ្នកទាំងអស់គ្នាពេលខ្លះខឹងអូនស្រីជាសង្សារបងតែចង់ឲ្យមើលមកចំណុចទៀតទៅយើងគួរតែកាត់អាភាពមិនពេញចិត្តមកយល់តែចេះមកនិយាយចឹងគេប្រកាសជាថាចេះអីគេធ្វើព្រមមានធ្លាប់មានអ្នកថាឲ្យបងគេធ្វើដល់ថ្នាក់ហ្នឹងហើយនៅតែល្អមួយគេទៀតចឹងគេអត់មានខុសអីទេអូនស្រីអត់មានខុសអីទេអានេះពីបងណាបើគាត់ឧទាហរណ៍ឥឡូវនិយាយចេះបើសិនជាគាត់ខុសជាមួយនឹងអូនប្រុសបងអាហ្នឹងបងអត់ដឹងសាច់រឿងទេណាបើសិនតែគាត់អត់មានបានខុសជាមួយនឹងបងជាមួយប៉ាម៉ាក់បងជាមួយបងប្រុសបងទេហើយតំណែងរបស់គាត់ពិតជាស្រឡាញ់ប្អូនប្រុសបងមែនមិនស្រឡាញ់ទេគ្រាន់តែចេះការស្រឡាញ់ហ្នឹងបង្ហាញបញ្ចេញមកខុសគ្នាមិនបងអត់ដឹងពីព្រោះបងមិនមែនជាគាត់ហើយបើឲ្យបងថាចេះគេធ្វើចឹងហើយបាត់បង់ប្អូនមួយហើយទោះបីគេមិនកាន់កបិតមកចាក់ក៏ដោយតែអាហ្នឹងគេនិយាយថាអីគេគៀបសង្កត់ផ្លូវចិត្តឲ្យយើងធ្វើចឹងខ្លួនឯងអត់ទេវាខុសគ្នាអាបញ្ហាស្រឡាញ់គ្នាវាមនុស្សតែ2នាក់ទេកុំយកមនុស្សមកក្រុមយកទៅបោកជាមួយដូចយើងនិយាយមិញអញ្ចឹងអាគេនោះស្អប់ហើយយើងអត់ស្អប់ផងឲ្យតែស្អប់តាមគេរបៀបម៉េចវាមិនមែនជាខ្លួនឯងប្រយ័ត្នគេឲ្យរកចំណុចស្អប់ហើយបាន3ថាឥឡូវអ្នកឯងស្អប់ម្នាក់ហ្នឹងប្រាប់3ចំណុចដែលអ្នកឯងស្អប់ប្រយ័ត្នរត់បានណាហ្នឹងហើយខ្ញុំធ្លាប់ចាប់ចង់ថាតក់ជន់កែងហ្មងតន់តែជន់កែងហ្មងណាស្អប់អីស្អប់មូលហេតុអីគេលើកឲ្យបាន3អត់មានណាគេធ្វើខុសអីគេបាត់តែស្អប់គេហ្នឹងហើយលើកឲ្យបាន3ខ្លាចមានណាអញ្ចឹងអ្នកនរគ្នាអាចធ្វើ self reflection កន្លែងហ្នឹងបានថាហេតុអីអូខេឥឡូវយើងបែក topic យើងច្រើនហើយយើងតែដោយសារនិយាយជក់ដែរហើយគ្នាយើងក៏គាត់ស្ដាប់ជក់ចាប់ទុកថាថ្ងៃនេះ entertain បែបចំណេះដឹងណាអូខេនេះបេះដូងពណ៌សមកបណ្ដោយបេះដូងពណ៌សបានន័យថាគាត់ទទួលបានអារម្មណ៍ដូចយើងដែរអានេះហ្នឹងហើយរបៀបថាស្រឡះក្នុងចិត្តអីចឹងខ្ញុំអានេះក៏ការឃើញការគិតរបស់ខ្ញុំហ្នឹងណាអូខេហើយអរគុណមែនតើបងសម្រាប់ពេលវេលាដ៏មានតម្លៃសម្រាប់ការរងចាំហើយក៏អរគុណដល់ការចែកម្លែករបស់បងហើយក៏ជូនពរបងសុខភាពល្អរកស៊ីមានបានគ្រួសារសុខដុមរមនាអាយុ100បាទពីខ្ញុំទៅសូមឲ្យបងថែសុខភាពឲ្យបានល្អហើយមួយទៀតសូមឲ្យបងថែរក្សាភាពវិជ្ជមាននៅក្នុងខ្លួនរបស់បងនឹងជារៀងរហូតទៅបងអរគុណបងសុំសួរតិចមើលអាវហ្នឹងអាវclinic salon អីមែនបងចាអូនកន្លែងបងធ្វើការឬក៏កន្លែងបងធ្វើការអត់នេះទេណានៅម្ដុំណាបងនៅផ្លូវ598កន្លែងបងធ្វើការហ្នឹងឈ្មោះEva Beauty short អាវបន្តិចមកចូលមកហើយចឹងបងប្អូនអរគ្នាបើសិនជាចង់ថែរក្សាសម្រស់នៅតែស្អាតអាចទៅកន្លែងបងធ្វើការបានឈ្មោះEva Beauty នៅផ្លូវ598អាចចូលទៅ check នៅក្នុងGoogle Map ហ្នឹងហើយ Google Map បានមានក្នុង Google Map Facebook ក៏មានដែរអញ្ចឹងខ្ញុំគិតថាមាន Facebook អីអញ្ចឹងអ្នកនរគ្នាក៏អាច search Facebook បានដែរបើចង់ដឹងថាខាងហាងបងមានសេវាកម្មអីខ្លះអាចពិនិត្យមើលបានក៏អាចភាសាបានដែរបាទហើយមួយទៀតអរគុណបងមែនតើអញ្ចឹងបានន័យថាបងទៅតែចេញពីការងារមកគឺមកចាំចូលកម្មវិធីរបស់យើងហ្មងអញ្ចឹងដាក់កៅអៅមកតែប៉ុណ្ណាដល់ពេលនឹកថាចាពួកយើងស្រួលទាំងអស់គ្នាមិនបាច់ចាំណាដូរអាវបានន័យថាបងត្រូវចូលវេនយប់មែនបងអត់ទេក៏ដាក់អាវទុកចូលនេះហ្នឹងហើយចូលស្រួលបងឃើញពួកខ្ញុំមិនជើងខោខ្លីជើងផ្ទាត់បងមើលfresh ផ្ញើឲ្យដែលពាក់បើជើងនឹងដែរបងគិតថា
សាកមើលគេសិនគេផ្ទាត់ដែរមិនដូរមិនអីស្រួលនិយាយ ហ្នឹងហើយ បាទបង អូខេ អូខេអរគុណហើយកម្មវិធីរបស់យើងក៏ឈានដល់ម៉ោងចុងក្រោយដែរហើយប៉ុន្តែមុននឹងចុងក្រោយក៏យើងសូមអរគុណទៅកាន់ sponsor របស់យើងដែរ បាទ ហើយមុននឹងយើងចាក់ TVC ភាសាខុសអញ្ចឹងយើងកែសម្រួលអីអត់អីទេ អូខេ អញ្ចឹងសូមអរគុណទៅដល់ PassApp អ្នកនរគ្នាអាចមកអានហ្មងមិនត្រូវ អូខេ PassApp ទៅគ្រប់កន្លែងបានគ្រប់ចំនួន promotion ជារៀងរាល់ថ្ងៃបញ្ចុះតម្លៃ 60% គ្រាន់តែប្រើកូដ PASS 404 PASS 404និងមាន promotion 60% ជូនពុកម៉ែបងប្អូនគឺ រៀងរាល់ថ្ងៃ បាទចំណេញថវិកាមែនតើរៀងរាល់ថ្ងៃខ្ញុំប្រាប់ឲ្យអ្នកដែលនៅលើ screen ហ្នឹង Pass 404ជារៀងរាល់ថ្ងៃហើយ sponsor របស់យើងជាបន្តទៀតគឺ Justin Miracle ឈ្នះស្អាតគ្រប់ទម្រង់ដោយ Justin Miracle ហើយ Justin Miracle គឺគាត់មានក្រែមលាបមាត់ Justic អ្នកនរគ្នាអាចសាកល្បងបានជាមួយនឹងក្រែមលាបមាត់ Justic គឺថ្មីតម្លៃធូរថ្លៃមែនតើឥឡូវនេះហើយអាចរកបានទូទាំងគ្រឿងស្អីគេហៅគេសំអាងសំអង កន្លែងស្អាតៗ កន្លែងស្អាតៗរបស់នារីតោះ បាទអរគុណហើយជាបន្តអរគុណដល់ Fastwin Media មិនមែនគ្រាន់តែជាអ្នកជួលទីតាំងផ្សព្វផ្សាយតែប៉ុណ្ណោះទេតែ Fastwin Media ជាអ្នកជំនាញក្នុងការរៀបចំគម្រោងផ្សព្វផ្សាយវិភាគនិងកំណត់ឲ្យចំទីតាំងគោលដៅអតិថិជនប្រឹក្សាកញ្ចប់ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានផលជាអតិបរមា One Stop Service រាប់ចាប់តាំងពីការផលិតនិងដំឡើងស្លាកផ្សព្វផ្សាយសេវាបង់ពន្ធផ្សេងៗរហូតដល់ការផ្ញើជូនរបាយការណ៍ប្រចាំខែដែលមានតួលេខ traffic ច្បាស់លាស់អ្នកនរគ្នាអញ្ចឹងសេវាកម្មរបស់ Fastwin ដែលអ្នកនរគ្នាធ្វើដំណើរនៅទីក្រុងយើងដែលឃើញមានផ្លាកតាមផ្លូវទាំងអាផ្លាកកណ្ដាលទ្រូងផ្លូវតូចៗជាមួយនឹងផ្លាកធំៗនៅលើផ្លូវក៏ដូចជា LED អីហ្នឹងពួកហ្នឹងទាំងអស់ហ្នឹងគឺគាត់មានសេវាកម្មបែបហ្នឹងជាច្រើនជាមួយនឹងរថយន្តក្រុងសាធារណៈហើយក៏ដូចជាតុកអីដែលមានបិទផ្លាកហើយនឹងមួយទៀតឃើញនៅកន្លែងចាំរថយន្តក្រុងអីហ្នឹងដែលមានផ្លាកមានអីហ្នឹងអាហ្នឹងជាសេវាកម្មដែលខាង Fastwin Media គាត់មានផ្ដល់ជូនអតិថិជនបាទគ្នាយើងខមមិនខ្ញុំមានអារម្មណ៍ថាគ្នាយើងអ្នកស្ដាប់កម្មវិធី404សិតអ្នកគិត positive គេខមមិនថាគេធ្វើល្អ 10000 ដងគេធ្វើអាក្រក់ 10000 ដងឈប់សំអានសម័យគេធ្វើអាក្រក់ 10000 ដងគេធ្វើល្អម្ដងបំភ្លេចអំពើអាក្រក់អស់លីងហើយក៏ជាមនុស្សមិនស្អប់មនុស្សតាមគ្នាដែរគ្នាយើងខមមិនគិតបាទអីចាយើងនិយាយមិញល្អយើងនិយាយមិញលើចិត្តវាមិនមែនជារឿងអបិយជំនឿរឿងខ្មោចអីមែនប៉ុន្តែមានអារម្មណ៍ថាដូចឲ្យធូរស្រាលក្នុងចិត្តដូចនិយាយម្នេះមនុស្សវិជ្ជមានហើយដល់ពេលស្ដាប់បងទៀតវាកាន់តែធូរស្រាលអានេះខ្ញុំនិយាយស្មោះត្រង់តែខ្ញុំទទួលបានបងវានិយាយរឿងជីវិតមកបងជក់ស្ដាប់ជាងរឿងខ្មោចហើយម្យ៉ាងទៀតយើងទទួលបានបទពិសោធន៍តិចទៀតខ្ញុំបង្កើត podcast ខ្ញុំចិត្តចាញ់ឲ្យចាំស្ដាប់នៅ podcast ហ្នឹងអ្នកនរគ្នាកុំឲ្យច្បោកច្បល់កម្មវិធីអូខេបងសុំបន្ថែមពី comment គេមិញតិចបាទគេនិយាយបែបហ្នឹងបងចង់បន្ថែមតែចេះអ្នកខ្លះតែចេះគ្រាន់តែគេធ្វើល្អបន្តិចទៅផ្លិចអាពេលគេធ្វើអាក្រក់ដាក់ហ្នឹងផ្លិចអស់ហើយមនុស្សយើងក៏ទៅអញ្ចឹងមែនណាតែបានតែល្អបន្តិចផ្លិចហ្មងអត់ទេបងប្អូនអារម្មណ៍វាចាញ់ពីខាងក្នុងមិនមែនតតែចេះសំដែងពេលខ្លះបងប្អូនមានភ្នែកមើលតែជាលឺដាតដឹងចំោះដឹងក៏មិនប្រកាសថារឿងហ្នឹងវាអញ្ចឹងដែរអត់មានអីជាងអារម្មណ៍យើងនៅខាងក្នុងទេបងប្អូនដែលរាប់អានណាទៅរៀនណាឃើញមួយនោះគ្រាន់តែគេអត់ដែរស្គាល់គ្នាសោះគ្រាន់តែគេដើរអត់ចូលចិត្តម្នាក់ហ្នឹងហ្មងអាហ្នឹងឯងអារម្មណ៍ពីខាងក្នុងតទៅពេលអ្នកខ្លះគេអត់តឹងនិយាយអីផងគេអត់មានមកធ្វើល្អអីមួយផងតែខ្លួនឯងមានអារម្មណ៍ថាអូយឃើញកូនហ្នឹងដូចល្អដល់ហើយអារម្មណ៍ពីខាងក្នុងកុំឲ្យនេះអាអីដែលបង្ហាញមកដែលគេបង្ហាញឲ្យមើលហើយទៅតាមគេជឿលើអារម្មណ៍ខ្លួនឯងនិងការគិតខ្លួនឯងពេលដែលចិត្តយើងស្ងប់យើងបែងចែកដឹងហើយពីព្រោះអ្នកទាំងអស់គ្នាមើលឃើញតែអីដែលគេឲ្យឃើញទេអីដែលគេអត់ឲ្យឃើញអ្នកទាំងអស់គ្នាអត់ឃើញទេអញ្ចឹងកាត់អត់បានទេអញ្ចឹងមូលហេតុអីដែលខ្ញុំនិយាយថាខ្ញុំតែងតែគេបហាជីវិតអត់សួរចម្លើយពីព្រោះជ្រុងខ្លះខ្ញុំអត់បហាអញ្ចឹងអ្នកទាំងអស់គ្នាដាក់ទោសទៅហើយខ្ញុំក៏អត់មានទៅថាទៅខឹងទៅអីដែរកុំឲ្យតែអ្នកទាំងអស់គ្នាមកក្តិចខ្ញុំមកជេរមកអីខ្ញុំខឹងលាក់ទុកក្នុងចិត្តតែជឿលើអារម្មណ៍ខ្លួនឯង
ហើយបើចង់ឲ្យច្បាស់ថាអារម្មណ៍យើងច្បាស់ឬអត់ព្យាយាមធ្វើឲ្យចិត្តយើងស្ងប់អញ្ចឹងយើងបែងចែកដឹងឲ្យល្អអាក្រក់កុំយកភ្នែកមើលកុំយកតិចស្ដាប់អានឹងពីបង បាទមិញគ្នាយើងមិញគាត់ខមមិនក្បោតនេះមួយប្លែកហើយក៏គួរចាប់អារម្មណ៍ដែរគាត់ខមមិនថាអំពើល្អចាក់អំពើអាក្រក់ចាលើថ្មអំពើល្អចាលើខ្សាច់បាទអញ្ចឹងអានេះមិនមែនឲ្យទៅសែវគេបើខ្ញុំឯណាខ្ញុំគិតពី positive ខ្ញុំគិតថាកុំធ្វើអាក្រក់ដាក់ណាគេបើធ្វើអាក្រក់ដាក់គេនឹងចាលើថ្មចាថ្មគឺវាយូរវែងណាវាអត់ងាយលុបទៅណាទេអញ្ចឹងខ្សាច់ក៏ខ្យល់បក់ក៏វាអាចនឹងរលុបដែរអញ្ចឹងកុំទៅធ្វើអាក្រក់នេះបើគិតពី positive តែសួរថាអ្នកវិន័យពីរដែរចាបើយើងគិត negative បានន័យថាឯងធ្វើអាក្រក់ដែរអញ្ចាលើថ្មហ្មងបើធ្វើល្អអូខេតិចតួចឯងអញ្ចាលើខ្សាច់ចឹងក៏មកឲ្យអត់មាន credit សោះតែនេះអីធម្មតាពីអីក្រោយទាំងឆ្នាំពេទ្យទាំងបណ្ដាញសង្គមអីក្រោយសិតតែមុខពីទាំងអស់អ្នកខ្លះគាត់រកភាពយុត្តិធម៌តាមបណ្ដាញសង្គមអ្នកខ្លះជាប់ទោសទណ្ឌក៏ហោះដោយសារបណ្ដាញសង្គមដូចគ្នាបាទសុំបន្ថែមមកថែមមកស្រឡាញ់អ្នកខ្លះថាស្អប់គេប៉ុន្តែនឹកគេរហូតយកពីគាត់ខូនមុខមួយនឹងឃើញមុខមួយនឹងស្អប់អាហ្នឹងចឹងកាលបានភ្លេចស្អប់គេអីមិនបានយកអាស្អប់នឹងតាមខ្លួនយ៉ាត់ច្រឡំតាមពិតខ្លួនឯងស្រឡាញ់គេស្ទោះហើយទៅជាស្អប់គេវិញប្រយ័ត្នបែងចែកអត់ដាច់ចិត្តខ្លួនឯងយ៉ាmake sense ខ្ញុំធ្លាប់សិក្សាពីអាហ្នឹងយើងស៊ីជម្រៅដែរគេថាមនុស្សប្រកែមិនដោយសារគាត់ហ៊ានបានច្រើនមិនមែនគាត់មានបទពិសោធន៍ច្រើនទេមនុស្សប្រកែគឺគាត់ហ៊ានបែងចែកឲ្យដាច់ស្រេចបានន័យថាគាត់បែងចែកថាទង្វើមួយណាគួរទង្វើណាមិនគួរនេះគឺទៅជាមនុស្សប្រកែដ៏ពិតប្រាកដមិនមែនថាគាត់មានលុយច្រើនគាត់តំណែងខ្ពស់គាត់ហ៊ានបានច្រើនបទពិសោធន៍ច្រើនទេគឺក្នុងការបែងចែកខ្វាយអ្នកដែលមានបោកប្រាស់ខ្វាយអ្នកដែលបណ្ឌិតបោកប្រាស់ពាក់ក្បាត់កអីធ្វើរឿងដែលមិនល្អអញ្ចឹងខ្ញុំអត់ជឿហ្នឹងហើយខ្ញុំជឿថាលើការបែងចែកគាត់បែងចែករឿងណាគាត់គួររឿងណាគាត់មិនគួរខ្ញុំជំនឿខ្ញុំគឺខ្ញុំជឿបែបហ្នឹងចាអូខេអ្នកនរគ្នាយើងនិយាយវែងញែករៀងច្រើនពេកហើយក៏រៀងout of topic ដែរក៏សូមទោសក៏អធិស្ឋានដល់ពុកម៉ែបងប្អូនដោយសារវាធ្លាយរឿងហើយក៏ឆ្លៀតឱកាសហ្នឹងក៏លើកទឹកចិត្តទៅដោយសារសាច់រឿងយើងវា relate រឿង depression អីដែរអញ្ចឹងក៏វែងញែកធ្លាយទៅអញ្ចឹងហើយសង្ឃឹមថាអ្នកនរគ្នាស្ដាប់ជាបទពិសោធន៍មួយហើយក៏ជាចំណេះដឹងមួយដែលអាចរៀនសូត្របានដែរហើយសង្ឃឹមថាអ្នកនរគ្នាមិនប្រកាន់ទោះយើងនិយាយមិនចំ topic នៃកម្មវិធីយើងក៏ដោយណាបាទហើយក៏អរគុណ sponsor ទាំងអស់បើអត់មាន sponsor ទាំងអស់ក៏យើងអត់អាចដំណើរការបានដែរហើយ complete pass 404 promotion 60% ជារៀងរាល់ថ្ងៃអូខេហត់ហើយមេក៏កំពុងភ្លៀងដែរជូនពរអ្នកនរគ្នាសុខភាពល្អអាយុ100រកស៊ីមានបាន complete like page អតិកាក៏ដូចជា subscribe ទៅលើ channel Patron Cambodia bye peace ជម្រាបលាបងបាទជម្រាបលាបងស្រីជម្រាបលាទាំងអស់គ្នាបាទបាយបាយ